ឃើញកូនខ្ញុំក៏ទេហើយអ្វីមិនយកទឹកមកឲ្យគេមីងmấyថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនសោះធ្វើការអ្នកណាខ្លះមិនហត់មានតែអញទេដែលរអ៊ូលូឈឿនអញចង់រកចំនួនមែនរឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនបានដែរពិតជាគ្មានប្រយោជន៍មែន8ឆ្នាំនៃការអត់ធ្មត់ពីមុនខ្ញុំតែងតែអត់អន់ឲ្យនាងគ្រប់យ៉ាងតែនាងបែរជាបោះបង់ខ្ញុំចោលក្នុងនៅពេលនេះខ្ញុំមិនចាំបាច់អត់ធ្មត់ទៀតទេបើធ្វើមិនបានអញ្ចឹងក៏គុំធ្វើទាំងអស់គ្នាទៅលូឈឿនបើកភ្នែកមើលឲ្យច្បាស់ថាខ្ញុំជានរណាអញហ៊ានឡើងសំឡេងដាក់ខ្ញុំមែនទេជឿទេថាខ្ញុំអាចឲ្យសៀវបែកពីអញបានតាមចិត្តអ្នកចុះអាគ្មានប្រយោជន៍ចាំមើលសិនទៅលោកលូលីវស៊ូគឺជាក្មួយប្រុសរបស់អគ្គនាយកទើបតែចូលកាន់តំណែងក៏គ្រប់គ្រងផ្នែកធនធានមនុស្សភ្លាមគេនឹងហើយជាអ្នកដែលនាងលួចតាក់ទងសំជាកូនអ្នកមានក្នុងបង្អែកមែនមិនចម្លែកទេដែលគេមិនអាចទុកចិត្តបានខុសត្រង់ខ្ញុំមើលមនុស្សមិនច្បាស់បែរជាចាត់ទុកមនុស្សស្រីបែបនេះជាកែវភ្នែកលោកលូក្រុមប្រឹក្សាភិបាលដឹងថាអ្នកមិនសូវស្រួលក្រពះទើបអញ្ជើញគ្រូពេទ្យចិនជំនាញមកពិនិត្យកុំខឹងនឹងមនុស្សបែបនោះអីមិនអីទេគេមិនសមនឹងឲ្យខ្ញុំខឹងឡើយខ្ញុំចាំបានថាអ្នកក៏មានបញ្ហាក្រពះដែរប្រើឈ្មោះខ្ញុំទៅឲ្យគ្រូពេទ្យពិនិត្យមើលអ្នកផងយកឯកសារជ្រើសរើសបុគ្គលិកគម្រោងធានឈុងមកឲ្យខ្ញុំមានមនុស្សដូចជាលីវស៊ូនៅទីនេះខ្ញុំសង្ស័យលើស្តង់ដារជ្រើសរើសរបស់ក្រុមហ៊ុនណាស់លូឈឿនអ្នកមានន័យថាម៉េចអ្នកហ៊ានធ្វើឲ្យម៉ាក់ខ្ញុំអាម៉ាស់មុខនៅចំពោះមុខគេច្រើនម្ល៉េះខ្ញុំមានន័យថាម៉េចអ្នកគួរតែដឹងច្បាស់ជាងខ្ញុំអូយមើលទៅគឺគេហើយខ្ញុំធ្លាប់ប្រាប់អ្នកថាគ្រាន់តែជាមិត្តភក្តិអ្នកច្រើនពេកហើយខ្ញុំគ្រាន់តែចង់ដឹង8ឆ្នាំកន្លងមកនេះតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំនៅមានអារម្មណ៍ទៀតមែនទេអាអ្នកក្រក៏ចេះនិយាយរឿងអារម្មណ៍ដែរខ្ញុំជាអ្នកណែនាំឲ្យពួកគេស្គាល់គ្នាអ្នកជាអ្នកណែនាំមីងមីខ្ញុំគោរពអ្នកជាងម៉ាក់បង្កើតខ្ញុំទៅទៀតអ្នកហ៊ានណាស់ដែលលួចណែនាំគាត់ដោយមិនប្រាប់ខ្ញុំក៏ព្រោះតែអ្នកគ្មានសមត្ថភាពនិងគ្មានក្នុងបង្អែកសោះកូនប្រុសខ្ញុំរៀននៅសាកលវិទ្យាល័យល្បីឈ្មោះចិត្តបញ្ចប់ការសិក្សាហើយតើត្រូវពឹងលើមនុស្សគ្មានប្រយោជន៍ដូចអ្នកឲ្យរកការងារឲ្យឬបើមិនមែនព្រោះតែអ្នកគ្មានសមត្ថភាពកូនស្រីខ្ញុំក៏មិនចាំបាច់ទៅអង្វរគេចុះទៀតដល់ថ្នាក់នេះដែរលោកឈិនឃើញថាអ្នកមិនដឹងរឿងទេលើកនេះខ្ញុំនឹងលើកលែងឲ្យលើកក្រោយពេលខ្ញុំជួបគាត់ខ្ញុំនឹងនិយាយពីអ្នកត្រូវខំប្រឹងឲ្យល្អដើម្បីបានឡើងតំណែងនៅស្ងៀមធ្វើអីអរគុណសៀវទៅខ្ញុំមិនត្រូវការឲ្យអ្នករវល់រឿងខ្ញុំទេចំណែកលីសៀនវិញលទ្ធផលស្រាវជ្រាវរបស់គេគឺខ្ញុំជាអ្នកពិនិត្យទាំងអស់គេគ្មានសមត្ថភាពចូលធ្វើការនៅក្រុមហ៊ុននេះទេអ្នកហ៊ានដាក់បណ្ដាសារកូនខ្ញុំផងឬប្រាប់ឲ្យដឹងចុះកូនខ្ញុំមានឈ្មោះនៅក្នុងបញ្ជីរបស់ប្រធានរួចហើយគេមិនត្រឹមតែអាចចូលក្រុមហ៊ុនបានទេថែមទាំងអាចចូលគម្រោងធំជាងគេទៀតផងលោកឈិនខ្ញុំមិននឹកស្មានថាអ្នកអាត្មានិយមបែបនេះសោះលីសៀនហៅអ្នកថាបងថ្លៃប៉ុន្មានឆ្នាំមកនេះអ្នកបែរជាមិនគិតគូរពីគេសោះខ្ញុំពិតជាមើលមនុស្សខុសមែនអ្នកគួរតែពិចារណាខ្លួនឯងខ្លះទៅថ្ងៃនេះខ្ញុំមិនត្រឡប់មកផ្ទះទេលោកនាយកនេះជាប្រវត្តិរូបទាំងអស់គ្មានរបស់ខាំលីសៀនចូលក្រុមហ៊ុននេះដាច់ខាតជូនដំណឹងទៅផ្នែកធនធានមនុស្សលីសៀនត្រូវតែធ្លាក់មិនទទួលយកជាដាច់ខាតខ្ញុំនឹងទៅរៀបចំភ្លាមលោកស៊ូជួយមើលរឿងកូនខ្ញុំផងហេតុអ្វីមិនជាប់ចម្រុះតើអ្នកក្រោមបង្គាប់លោកមិនចេះមើលមនុស្សមែនទេរឿងនេះពិបាកបន្តិចហើយលោកនាយកថ្មីតាមដានផ្ទាល់ខ្ញុំមិនអាចលូកដៃបានទេលោកស៊ូលោកជាក្មួយប្រធានក្រុមហ៊ុនណាអ្នកណាក៏ត្រូវតែទុកមុខឲ្យលោកដែរលោកជួយរកវិធីផងវិធីមិនមែនគ្មានទេតែលោកនាយកថ្មីមានក្នុងបង្អែកធំណាស់ចង់ឲ្យគាត់យល់ព្រមត្រូវតែមានទឹកចិត្តបន្តិចឧទាហរណ៍ដូចជាលុយបន្តិចបន្តួចសម្រាប់រត់ការខ្ញុំនឹងទៅជួយរត់ការឲ្យមើលមុខពួកឯងកុំខលខូចពេកចង់ចូលរួមគម្រោងធំអីចឹងហេឈប់គិតទៅអាលីស៊ូននឹងសំតែធ្វើការរោងចក្រទេកុំអីបងស៊ូយើងនឹងរកវិធីដោះស្រាយនឹងហើយទើបជាស្រីស្អាតរបស់បងចុះសង្សារអូនដែលជាឪពុកចង្អុលនោះទៅណាលុយនេះត្រូវយកទៅឲ្យប្អូនថ្លៃគេកុំប្រាប់ថាអូនរកលុយប៉ុណ្ណឹងមិនបានណាមែនហើយលូឈឿនធ្វើការយូរឆ្នាំហើយប្រកាសជាមានលុយសល់ច្រើនណាស់បង្ខំឲ្យគេដកលុយមកលូឈឿនហេបាត់សង្សារខ្ញុំដែលគ្មានបានការម្នាក់នោះ
លូឈឿននឹងមែនទេបាត់ឈ្មោះនឹងឯងលូឈឿនគឺជាសៀវនៃកិច្ចសន្យាការងារច្រឡំហើយអាលូនឹងគឺជាអ្នកទទួលខុសត្រូវគម្រោងធំលូឈឿនរបស់ខ្ញុំគ្រាន់តែជាបុគ្គលិកធម្មតាគ្មានសិទ្ធិប៉ះពាល់គម្រោងធំអីទេគេនៅជាមួយខ្ញុំ8ឆ្នាំហើយខ្ញុំស្គាល់គេច្បាស់ណាស់ប្រហែលជាគ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះលូឈឿនម្នាក់នេះធ្វើការ3ឆ្នាំបង្កើតលុយបានរាប់ពាន់លានក្រុមប្រឹក្សាភិបាលស្រឡាញ់គេណាស់សូម្បីតែពួកខ្ញុំក៏ត្រូវអន់ក្បាលដាក់គេដែរបើគេពិតជាសៀវមែនជាមួយនឹងសមត្ថភាពគេខ្ញុំនឹងពូមិនត្រឹមតែត្រូវគេដេញចេញទេថែមទាំងអាចត្រូវគេបិទផ្លូវរកស៊ីគេសូម្បីតែតួនាទីជាប្រធានក្រុមក៏មិនបានធ្វើហើយគេស្រឡាញ់ខ្ញុំខ្លាំងណាស់បើគេឡើងតំណែងគេប្រាប់ខ្ញុំបាត់ហើយបើមិនមែនក៏ល្អខ្ញុំនិយាយតែប៉ុណ្្នឹងទេចាំមានលុយសឹមមកជួបខ្ញុំរឿងលុយមិនអីទេគេទើបតែធ្វើឲ្យខ្ញុំខឹងប្រកាសជាកំពុងរកវិធីមកអង្វរខ្ញុំហើយខ្ញុំនឹងទូរស័ព្ទទៅយកលុយពីគេឥឡូវនេះរកខ្ញុំមែនទេមិនក៏អ្នកនៅទីនេះអ្នកអ្វីខ្លះខ្ញុំទើបតែមកដល់ក្នុងពេលអ្នកនៅទីនេះស្រាប់ខ្ញុំមិនបាច់ទៅរកអ្នកទេរឿងលីសួនមិនទាន់ចប់ទេខ្ញុំត្រូវការលុយ100000យកទៅជូនលោកលូជួយផ្ទេរលុយចូលកាន់នៃខ្ញុំផងគាត់ជាប្អូនប្រុសអ្នកចុះវាពាក់ព័ន្ធអីនឹងខ្ញុំបើមិនមែនព្រោះតែអ្នកដាក់បណ្ដាសាកូនខ្ញុំទេចុះហេតុអ្វីបានជាគេប្រឡងជាប់ការងារមិនបានលុយនេះចាត់ទុកថាជាសំណងសម្រាប់កូនខ្ញុំទៅប្រឡងមិនជាប់សោះអ្នកមីងគួរតែពិចារណាឡើងវិញទៅថាវាបណ្ដាលមកពីសមត្ថភាពរបស់គេក៏ដោយសារគេមិនខំប្រឹងកូនខ្ញុំរៀនចប់ពីសាកលវិទ្យាល័យល្បីឈ្មោះណាសូម្បីតែប្រធានផ្នែកក៏ពេញចិត្តគេដែរមិនដូចជាអ្នកទេធ្វើការប៉ុន្មានឆ្នាំហើយនៅតែមិនជោគជ័យឈប់និយាយរឿងឥតប្រយោជន៍យកលុយមកអូយគ្មានទេមួយកាក់ក៏គ្មានដែរលូឈឿនអ្នកហ៊ានរុញម៉ែខ្ញុំផងអ្នកនៅចង់ត្រូវរយជាមួយខ្ញុំទៀតទេលុយនេះវាសំខាន់សម្រាប់អនាគតកូនខ្ញុំប្រញាប់បើកលុយមកបើមិនអញ្ចឹងទេខ្ញុំមិននិយាយជាមួយអ្នកទៀតអ្នកចង់បំផ្លាញអនាគតកូនខ្ញុំមែនទេបើដឹងថាអ្នកចិត្តអាក្រក់បែបនេះខ្ញុំមិនគួរឲ្យកូនស្រីខ្ញុំតាក់ទងជាមួយអ្នកទេប្រាប់ឲ្យដឹងបើអ្នកមិនបើកលុយនេះទេខ្ញុំនឹងឲ្យកូនស្រីខ្ញុំបែកពីអ្នកអញ្ចឹងក៏បែកទៅអ្នកថាអ្វីណាកូនស្រីខ្ញុំតាក់ទងជាមួយអ្នក8ឆ្នាំចេះតែនិយាយថាបែកងាយបែបនេះមែនទេលូឈឿនអ្នកឈប់ធ្វើរឿងរ៉ាវឲ្យធំដុំបានទេគ្រាន់តែរឿងខ្ញុំមិនបានទៅជាមួយអ្នកសោះក៏ធ្វើរឿងធំដែរនេះវាជារឿងអនាគតកូនខ្ញុំណាបើអនាគតគេត្រូវបំផ្លាញព្រោះតែអ្នកមិនមានអារម្មណ៍ខុសទេហើយអ្វីខ្ញុំត្រូវមានអារម្មណ៍ខុសរឿងអនាគតគេអ្នកដែលបំផ្លាញអនាគតគេមិនមែនជាខ្ញុំទេបើមិនមែនព្រោះអ្នកមិនព្រមបើកលុយទេចុះកូនខ្ញុំមិននឹងអាចចូលធ្វើការបានសុទ្ធតែជាកំហុសរបស់អ្នកគេហៅអ្នកថាបងថ្លៃ8ឆ្នាំហើយលុយប៉ុណ្ណឹងក៏មិនឲ្យដែរបងថ្លៃអប់តញោក្នុងចិត្តគេធ្លាប់ចាត់ទុកខ្ញុំជាមនុស្សចាស់ទុំដែរឬហុងលីសួនទេតាដែលជាមនុស្សអប់តញោពិតប្រាកដមិនបានជារបស់នេះខ្ញុំចង់បានក្បកអញ្ចឹងលើកក្រោយខ្ញុំសួរអ្នកមុនហើយឲ្យជាលុយវិញទៅយ៉ាងណាក៏អ្នកមិនដែលទិញរបស់ល្អឲ្យដែរមកដល់ហើយទៅបោកខោអាវឲ្យខ្ញុំទៅបោកដោយដៃណាអាវខ្ញុំនេះថ្លៃជាងប្រាក់ខែអ្នកមួយខែទៅទៀតឈួតអើយចាញ់ទៀតហើយព្រោះតែអ្នកនឹងចូលស្ងៀមដូចមនុស្សនាំសំណាងអាក្រក់មិនឃើញកែវទឹកវាអត់ទេមិនដែលឃើញអ្នកណាដូចអ្នកទេបើមិនមែនព្រោះបងស្រីខ្ញុំតាអ្នកណាគេមើលអ្នកបានស្រីស្អាតស្រឡាញ់ខ្ញុំគឺជាសំណាងរបស់ខ្ញុំហើយអ្នកធ្វើអីទៀតហើយកុំខ្ជិលដៃខ្ញុំវាត្រជាក់រហូតដល់ប្រេះអស់ហើយចង់ទៅទិញថ្នាំលាបបន្តិចរបួសតិចតួចសោះត្រូវការថ្នាំអីខ្ញុំថាអ្នកមានលុយចាយមិនដឹងធ្វើអីយកមកឲ្យខ្ញុំបញ្ចូលហ្គេមប្រសើរជាងគម្រោងការងារខ្ញុំទៅដល់ណាហើយចិត្តរួចរាល់ហើយនៅសល់តែកញ្ញាពេលវេលាបន្តិចទៀតនេះជាគម្រោងដែលខ្ញុំត្រូវយកទៅដាក់ពាក្យប្រឡងធ្វើឲ្យលឿនឡើងបាទហុងលីសួនគឺជាមនុស្សអប់តញោពិតប្រាកដមែនមនុស្សគ្មានប្រយោជន៍បែបនេះជួយមិនឡើងទេថាអីខ្ញុំនិយាយខុសមែនទេអ្នកចំណាយពេលជាមួយកូនស្រីខ្ញុំ8ឆ្នាំហើយហ៊ានមកជាកូនប្រុសខ្ញុំទៀតខ្ញុំថាអ្នកចំណែនដែលកូនប្រុសខ្ញុំពូកែជាងអ្នកស្រីស្អាតមើលចុះទីបំផុតវាបង្ហាញកន្ទុយពិតប្រាកដហើយលូឈឿនមិននឹកស្មានថាអ្នកអាត្មានិយមបែបនេះសោះសូម្បីតែការសាកល្បងតូចមួយនេះក៏អ្នកធ្វើមិនបានខ្ញុំពិតជាមើលអ្នកខុសមែនតើអ្នកនិយាយចប់ឬនៅខ្ញុំមានតែមួយឃ្លាទេខ្ញុំមានលុយប៉ុន្តែខ្ញុំនឹងមិនឲ្យមេបើមិនត្រឡប់ទៅរោងបាយវិញទេនឹងត្រូវកាត់ប្រាក់ខែហើយបើត្រូវកាត់លុយនោះនឹងគ្មានលុយទៅសុំទៅណាលុយយកលុយមកឲ្យខ្ញុំស្រីស្អាតបច្ចុប្បន្នអ្នកមិនទាន់អាបែកជាមួយលូឈឿនអីបើបែកគ្នាយើងនឹងគ្មានលុយចាយគ្រប់គ្រាន់ហើយលូឈឿនគ្រាន់តែជាឆ្កែនៅក្បែរខ្លួនខ្ញុំប៉ុណ្ណោះគ្រាន់តែធ្វើត្រជាក់ដាក់បន្តិចគេនឹងមកអង្វរខ្ញុំវិញហើយលើកនេះកូនកុំទាន់អាល់អត់អន់ឲ្យគេងាយម៉ែមិនបាច់បារម្ភទេបើលើកនេះគេមិនលុបខ្ញុំនឹងមិនលើកលែងឲ្យគេដាច់ខាតប្រាប់ឲ្យដឹងចុះ
បើហ៊ានប៉ះពាល់ខ្ញុំគឺស្មើនឹងអ្នកបង្កបញ្ហាជាមួយខ្ញុំគឺស្មើនឹងបង្កបញ្ហាជាមួយមនុស្សទាំងអស់នៅក្នុងរោងបាយនេះកុំសង្ឃឹមថាមានអ្នកណាមកធ្វើល្អដាក់អ្នកឲ្យសោះរឿងលុយកាក់យើងដោះស្រាយរួចហើយបើអ្នកព្រមសុំទោសខ្ញុំនឹងស៊ីវស៊ីវឥឡូវនេះចាំដល់ពេលស៊ីវស៊ូនចូលធ្វើការជាអ្នកគ្រប់គ្រងខ្ញុំអាចឲ្យគេជួយនិយាយតាមសម្រួលដើម្បីឲ្យអ្នកបាននឹងចាំមើលគេចូលធ្វើការបានឬអត់សិនទៅហ៊ានបណ្ដាសាកូនខ្ញុំផងអេចាំស្អែកស៊ីវស៊ូនសម្ភាសជាប់ចូលដល់ក្រុមហ៊ុនខ្ញុំនឹងឲ្យគេដេញអ្នកចេញចាំមើលថាអ្នកនឹងរស់នៅយ៉ាងម៉េចអូខេខ្ញុំនឹងរងចាំមើលអ្នករៀបចំកម្មវិធីជ្រើសរើសបុគ្គលិកថ្ងៃស្អែកឲ្យរួចរាល់ខ្ញុំនឹងសម្ភាសដោយផ្ទាល់នោះហើយលោកនាយកលូដែលទើបឡើងតំណែងថ្មីថាគាត់រកចំណូលឲ្យក្រុមហ៊ុនបានរាប់ពាន់លានយន់ពិតជាក្មេងហើយមានសមត្ថភាពមែនឆាប់ឡើងលោកនាយកលូដើមមកហើយជំរាបសួរលោកនាយកលូរៀបចំរួចរាល់អស់ហើយឬនៅអ្នកទទួលខុសត្រូវមកដល់គ្រប់គ្នាហើយរងចាំតែលោកប៉ុណ្ណោះអ្នកមិនស្រួលខ្លួនទេហ៎យករបស់នេះមកឲ្យខ្ញុំអ្នកទៅសម្រាប់ទៅចាស់នេះជូនលោកមើលទៅជីវិតអ្នកក៏មានវាសនាត្រឹមតែជាអ្នកឆុងតែលើកទឹកប៉ុណ្ណោះមិនដូចពួកយើងទេស៊ីវស៊ូនដែលគេសរសើរថាជាអ្នកប្រាជ្ញតាំងពីតូចបើមិនមែនព្រោះបងស្រីខ្ញុំអាណិតអ្នកទេតើមានអ្នកណាគេមើលអ្នកឃើញអ្នកនៅហ៊ានធ្វើមុខដាក់បងស្រីខ្ញុំធ្លាប់បានជួបពិភាក្សាជាមួយលោកនាយកលូនៃក្រុមហ៊ុនហ៊ឺយូគាត់កោតសរសើរខ្ញុំខ្លាំងណាស់ចាំដល់ពេលខ្ញុំជោគជ័យកុំមកសុំស្គាល់ខ្ញុំឲ្យសោះលោកនាយកលូណានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនហ៊ឺយូបុគ្គលិកតូចតាចដូចអ្នកមួយជីវិតនេះក៏គ្មានថ្ងៃបានជួបគាត់ដែរមិនស្គាល់ក៏មិនចម្លែកដែរហ៎បើអីចឹងគាត់ពិតជាភ្នែកមិនដល់មែនតែមើលអ្នកឃើញអ្វីកុំខាត់មាត់ជាមួយគេអីកូនសមត្ថភាពកូនមិនមែនមនុស្សប្រភេទនេះអាចប្រៀបបានទេមនុស្សដែលជីវិតមើលឃើញតែប៉ុណ្ណឹងថ្ងៃក្រោយយើងម្នាក់ដើរផ្លូវរៀងខ្លួនទៅកុំមកចិត្តខ្ញុំលោកលូមកដល់ហើយលោកលូកូនលោកលូមកដល់ហើយកូនត្រូវតែបង្ហាញសមត្ថភាពដើម្បីឲ្យលោកលូចាប់អារម្មណ៍ប្រកាសហើយប៉ាឈ្មោះលូដូចគ្នាតែវាសនាខុសគ្នាត្រកូលលូដូចគ្នាលោកលូនៅក្មេងសោះបានធ្វើជាសៀវក្រុមហ៊ុនលំដាប់ពិភពលោកថែមទាំងកាន់គម្រោងធំក្នុងរយៈពេល10ឆ្នាំទៀតចំណែកឯងធ្វើការពេញមួយជីវិតក៏នៅតែជាបុគ្គលិកតូចតាចយើងបាននិយាយជាមួយប្រធានធនធានមនុស្សរួចហើយការសម្ភាសន៍នេះគ្រាន់តែជាលក្ខណៈផ្លូវការប៉ុណ្ណោះចាំដល់ពេលខ្ញុំចូលគម្រោងធំរបស់លោកលូបានឯងនឹងគ្មានថ្ងៃតាមខ្ញុំទាន់ឡើយដល់ពេលនោះទោះឯងចង់មកអង្វរខ្ញុំក៏មិនអាចដែរលោកលូត្រៀមសម្ភាសទៅសួស្តីលោកលូនេះគឺជាបេក្ខជនដែលខ្ញុំជ្រើសរើសយ៉ាងយកចិត្តទុកដាក់ថុងលីសួនខ្ជិលខ្លាំងណាស់សូម្បីតែប្រវត្តិរូបក៏ចម្លងតាមគំរូរបស់ខ្ញុំរៀនសាកលវិទ្យាល័យល្បីពូកែទាំងការសិក្សានិងសិលធម៌ជាប់លេខចុងក្រោយគេពេលចូលរៀនធ្លាប់ត្រូវគេប្តឹងរឿងបៀតបៀនមិត្តរួមថ្នាក់ច្រើនដងចូលរួមស្រាវជ្រាវហើយទទួលបានលទ្ធផលល្អធ្វើឲ្យមន្ទីរពិសោធន៍វឹកវរអស់លួចទិន្នន័យពិសោធន៍របស់ខ្ញុំទៅដាក់ពិន្ទុជំនាញរបស់គាត់ត្រូវនឹងគម្រោងយើងគាត់គឺជាកម្លាំងថ្មីដែលយើងខ្វះមិនបានលោកលូលោកជាអ្នកទទួលខុសត្រូវគម្រោងនេះលោកយល់យ៉ាងណាដែរគាត់មិនសមទេប្រវត្តិរូបរបស់ហុងលីសួនពិតជាល្អណាស់ក៏ជាមនុស្សដែលខ្ញុំណែនាំដែរលោកពិចារណាឡើងវិញបានទេលោកលូប្រវត្តិសិក្សាគាត់ល្អណាស់ពួកយើងគិតគូរដល់ក្រុមហ៊ុនចង់បានមនុស្សពូកែសម្រាប់គម្រោងនេះជាប់លេខចុងក្រោយពេលចូលរៀនបៀតបៀនមិត្តរួមថ្នាក់ធ្លាប់ត្រូវគេប្តឹងលទ្ធផលស្រាវជ្រាវសុទ្ធតែជាទិន្នន័យរបស់ខ្ញុំនេះហៅថាពូកែរឿងនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់លោកនាយកលោកលូខ្ញុំមិនដឹងទេថាគាត់មានរឿងជាមួយលោកសូមលោកមេត្តាអភ័យទោសសូមលោកមេត្តាលើកខ្ញុំនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ភ្លាមលោកលូពូរបស់ខ្ញុំជាអ្នកគ្រប់គ្រងទូទៅសូមលោកទុកមុខឲ្យគាត់ខ្លះលោកនាយកមុខមាត់របស់អ្នកមិនមានតម្លៃអ្វីសម្រាប់ខ្ញុំទេអ្នកជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សតែបែរជាប្រើអំណាចដើម្បីនាំមនុស្សដែលគ្មានសមត្ថភាពចូលធ្វើការជូនដំណឹងទៅផ្នែកសវនកម្មឲ្យត្រួតពិនិត្យភ្លាមរាល់កំណត់ត្រាជ្រើសរើសបុគ្គលិកទាំងអស់បាទលោកលូខ្ញុំខុសហើយយកគាត់ចេញទៅគម្រោងរបស់ខ្ញុំគឺត្រូវតែធ្វើតាមច្បាប់របស់ខ្ញុំហាមទទួលភេងលីសួនចូលធ្វើការជាដាច់ខាត
ប្រកាសលទ្ធផលមកមិនជាប់ទេតើវាអាចទៅរួចយ៉ាងម៉េចទៅម៉ាក់មិនមែនម៉ាក់ថាខ្ញុំប្រកាសជាជាប់ទេកូនកុំតន់អើបារម្ភប្រហែលជាមានបញ្ហាត្រង់ណាហើយម៉ាក់នឹងទៅសួរពួកគេឥឡូវនេះកូនខ្ញុំពូកែដល់ថ្នាក់នេះមិនក៏មិនជាប់ប្រកាសជាមានរឿងមិនប្រក្រតីហើយខ្ញុំនឹងទៅប្រាប់សន្តិសុខឲ្យដេញពួកគេចេញហេតុអ្វីកូនខ្ញុំលោកអ្នកទាំងពីរជាសាច់ញាតិរបស់នរណាចេញទៅចុះលោកនាយកទៅណាខ្ញុំចង់ជួបលោកនាយករឿងដែលនិយាយគ្នារួចហើយមិនក៏ផ្លាស់ប្ដូរគាត់មិនអាចបោះបង់កូនខ្ញុំបានទេលោកលូពិតជាមានចក្ខុវិស័យវែងឆ្ងាយណាស់បើឲ្យគេចូលមកធ្វើការគម្រោងរបស់យើងមិនដឹងជាជួបបញ្ហាធំដល់កម្រិតអ្នកទាំងពីររំខានដល់ការងាររបស់យើងហើយសូមមេត្តាចាក់ចេញទៅបើមិនដូច្នោះទេខ្ញុំនឹងឲ្យសន្តិសុខមកហើយខ្ញុំមិនទៅទេហេតុអ្វីកូនខ្ញុំមិនជាប់តើអ្នកចង់ធ្វើបាបកូនខ្ញុំមែនទេប្រាប់ឲ្យដឹងទុកមុនចុះកូនខ្ញុំមានក្នុងបង្អែកធំណាស់មានក្នុងបង្អែកណាតើមានអ្នកណាពីក្រោយខ្នងខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេខ្ញុំមិនខ្វល់រឿងអ្នកទេលោកប្រធានលោកបានសន្យាជាមួយយើងហើយថាកូនប្រុសខ្ញុំត្រូវតែបានចូលធ្វើការកូនខ្ញុំពូកែខ្លាំងណាស់ហេតុអ្វីបានជាដកគេចេញចុះអាមនុស្សគ្មានប្រយោជន៍ម្នាក់នេះហេតុអ្វីនៅទីនេះបានតើវាបាននិយាយអ្វីមិនល្អមែនទេខ្ញុំលែងចង់និយាយទៀតហើយចិត្តគំនិតវាអាក្រក់ណាស់ធ្វើឲ្យកូនស្រីខ្ញុំខាត់ពេលអស់8ឆ្នាំសូម្បីប្អូនថ្លៃក៏មិនខ្វល់លុយកាក់បន្តិចបន្តួចក៏មិនព្រមចំណាយមនុស្សអាត្មានិយមបែបនេះសូមតែរស់នៅបែបនេះពេញមួយជីវិតលោកប្រធានកុំជឿវាអីអាមនុស្សគ្មានប្រយោជន៍នោះកុំជឿពាក្យសម្ដីវាឲ្យសោះកុំយកលុយស្មោកគ្រោករបស់អ្នកមកប្រឡាក់ខ្ញុំការដែលគេមិនបានចូលធ្វើការគឺជាការសម្រេចចិត្តរបស់ថ្នាក់លើណាទៅតើមានអ្នកណាធំជាងលោកប្រធានទៅទៀតគឺខ្ញុំអ្វីមិនអាចទៅរួចទេលូឈឿនគ្រាន់តែជាប្រធានក្រុមម្នាក់ប៉ុណ្ណោះគេគ្មានអំណាចធំដុំដល់ថ្នាក់នឹងទេនេះគឺជាការសម្រេចចិត្តរបស់ខ្ញុំដរាបណាខ្ញុំនៅទីនេះកុំសង្ឃឹមថាបានចូលធ្វើការឲ្យសោះឯងគិតថាឯងជានរណាគ្រាន់តែឈ្មោះដូចលោកប្រធានលូចេះតែធ្វើអួតអាំងមែនទេឯងវាគ្រាន់តែជាសម្រាមនៅក្នុងផ្ទះខ្ញុំសំបីអ្នកបម្រើក៏មិនរាប់ដែរបើមិនមែនដោយសារបងស្រីខ្ញុំទេខ្ញុំមិនមើលមុខឯងឡើយលោកប្រធានមើលចុះវានៅហ៊ាននិយាយអួតទៀតបើលោកប្រធានលូដឹងថាវាបន្លំឈ្មោះគាត់វាប្រកាសជាចាប់មិនខាននាងនេះឈួតមែនទេចេះតែរករឿងដាក់ខ្លួនចុះបើដេញវាចេញឲ្យកូនខ្ញុំចូលជំនួសវិញទៅចាត់ទុកថាជួយសម្រាលការងារលោកប្រធានដែរស្ងាត់មាត់ការងារគេធ្វើមិនអាចដូរតាមចិត្តបានចុះហេតុអ្វីមិនបានពិតជាគ្មានកេរ្តិ៍ខ្មាស់មែនមនុស្សគ្មានកេរ្តិ៍ខ្មាស់គឺគ្មានអ្នកណាឈ្នះឡើយលូឈឿនយ៉ាងណាក៏ឯងធ្វើការនៅទីនេះយូរឆ្នាំហើយតែមិនឃើញមានលទ្ធផលមិនឲ្យការងារនេះទៅកូនប្រុសខ្ញុំធ្វើទៅតាមនឹងចុះអ្នកណាព្រមជាមួយអ្នកទោះបីជាខ្ញុំគ្មានសមត្ថភាពឬមិនខិតខំប្រឹងប្រែងក៏ដោយក៏ខ្ញុំនៅតែអាចចូលទៅក្នុងក្រុមហ៊ុនហឺយូបានមិនដូចជាថងលីស៊ូនទេធ្វើអីមិនដែលបានការស្ទើរតែត្រូវសាលាលេបចេញពីសាកលវិទ្យាល័យមួយជីវិតនេះកុំថាឡើយការងារសំបីតែមាត់ទ្វារក្រុមទីបំផុតក៏ព្រមសារភាពមែនទេដឹងហើយថាអ្នកជាអ្នកនិយាយដាំគេពីក្រោយខ្នងខ្ញុំនឹងតាំងជាមួយអ្នកអូយលេងដៃឈឺណាស់លេងដៃខ្ញុំភ្លាមអាមនុស្សកំសាក់ហ៊ានវីកូនប្រុសខ្ញុំផងអីខ្ញុំនឹងប្តឹងប៉ូលីសចាប់អ្នកចាំមើលចុះខ្ញុំនឹងទៅហៅបងស្រីខ្ញុំមកលូឈឿនអ្នកវាគ្មានសមត្ថភាពចេះតែធ្វើខ្លាំងដាក់តែក្នុងផ្ទះអ្នកអាចចូលមកដល់ទីនេះបានមិនជួយនិយាយល្អឲ្យប្អូនថ្លៃហើយថែមទាំងហ៊ាននិយាយបង្កាច់បង្ខូចទៀតអ្នកវាពិតជាមនុស្សអត់គុណធម៌មិនស៊ូខំប្រឹងជួយស៊ីវសួនឲ្យបានល្អទៅបើចង់បានជំនួយក៏ទៅរកលីវស៊ូទៅពិតណាស់ខ្ញុំនឹងទៅរកគាត់នៅក្មេងសោះក៏បានធ្វើជាប្រធានផ្នែកធនធានមនុស្សមានក្នុងបង្អែកជាអគ្គនាយកជាកម្រិតដែលអ្នកគ្មានថ្ងៃឈានដល់ឡើយសំហើយដែលកូនស្រីខ្ញុំមើលងាយអ្នកចាំមើលទៅខ្ញុំនឹងរកលោកប្រធានលីដើម្បីបណ្ដេញអ្នកចេញពីការងារឥឡូវនេះខ្ញុំថាគាត់ប្រហែលជាគ្មានថ្ងៃជួយអ្នកបានទៀតទេលីវស៊ូជាប់ពាក់ព័ន្ធនឹងអំពើពុករត្រូវបានគេដកតំណែងនិងស៊ើបអង្កេតរួចហើយអ្វីមិនអាចទៅរួចទេគាត់ជាក្មួយប្រុសអគ្គនាយកណាមិនក៏អាចត្រូវដកតំណែងបានពួកអ្នកត្រូវរយគ្នាមកកុហកខ្ញុំមែនទេអ្នកទាំងអស់គ្នាចង់ដេញកូនប្រុសរបស់ខ្ញុំចេញដើម្បីដាក់មនុស្សខ្លួនឯងចូលជំនួសខ្ញុំប្រាប់ឲ្យដឹងណាគ្មានថ្ងៃទេថ្ងៃនេះកូនខ្ញុំត្រូវតែបានចូលធ្វើការនៅទីនេះសមត្ថភាពតិចតួចតែនិយាយអួតអាងខ្លាំងណាស់ខ្ញុំសុំនិយាយត្រង់នេះចុះថងលីស៊ួនមានចរិតមិនល្អហើយក៏គ្មានសមត្ថភាពអ្វីទាំងអស់គ្មានថ្ងៃបានចូលធ្វើការនៅទីនេះឡើយហាហាគឺអ្នកមែនទេដែលនិយាយដើមស៊ីវសួននៅចំពោះមុខថ្នាក់លើអ្នកមិនខំប្រឹងរៀនសូត្របែរជាចេះតែរកវិធីកម្ចាត់គ្នាឯងទៅវិញ
ฮะមិនដឹងថាសួនទៅមានបងថ្លៃបែបនេះបានដោយរបៀបណាកុំមកនិយាយអីខ្ញុំគ្មានពាក់ព័ន្ធអ្វីជាមួយគ្រូសាអ្នកទេខ្ញុំជាមួយសួនបានបែកគ្នាជាយូរមកហើយហាលូឈឿនអ្នកក៏គ្រាន់តែជាឆ្កែដែលបងស្រីខ្ញុំចិញ្ចឹមទុកប៉ុណ្ណោះតើអ្នកអាចដាច់ចិត្តពីបងស្រីខ្ញុំបានដោយរាល់ពេលដែលមានរឿងរកាំរកូសគ្រាន់តែស៊ូសៀវហើយបន្តិចបន្តួចអ្នកក៏ព្រមធ្វើតាមគេគ្រប់យ៉ាងសុខចិត្តធ្វើការដោយសត្វពាហនៈឲ្យគ្រូសាយើងបើអ្នកពូកែខ្លាំងចុះហើយអ្វីមិនហ៊ាននិយាយពាក្យនេះនៅមុខបងស្រីខ្ញុំមិនបាច់ទេយើងដាច់ទំនាក់ទំនងគ្នាអស់ហើយឈប់សម្ដែងទៅឲ្យតែអ្នកហ៊ាននិយាយនៅមុខថ្នាក់លើថាតពាក្យដែលថាសួនមិនល្អវិញខ្ញុំនឹងលើកលែងទោសឲ្យអ្នកម៉ាក់មិនមែនអ្នកចង់រៀបការជាមួយស៊ូសៀវយូរហើយទេឲ្យតែអ្នកទទួលស្គាល់ថាគម្រោងប៊ីស៊ឺគឺជាស្នាដៃសួនហើយជួយនិយាយល្អពីសួនទៅខ្ញុំនឹងយល់ព្រមឲ្យអ្នករៀបការឃើញទង្វើដ៏អសិលធម៌នេះហើយពិតជាគួរឲ្យខ្ពើមរអឹមណាស់ខ្ញុំមិនចង់ពាក់មួកបៃតងទេហើយក៏មិនចង់ពាក់មួកបៃតងដែលម៉ាក់ក្មេកអាណត្តិយកមកពាក់ឲ្យដោយផ្ទាល់ដៃដែរលូឈឿនស៊ូសៀវអ្នកមកតាន់ពេលល្មមលូឈឿនកាន់តែធ្វើខ្លួនមិនសមរម្យហើយហ៊ានមើលងាយពួកយើងដល់ថ្នាក់នេះអ្នកត្រូវតែប្រដៅគេឲ្យខ្លាំងកុំឲ្យគេបានចិត្តបើមិនអញ្ចឹងទេគេនឹងឡើងជីកក្បាលអ្នកមិនខានលូឈឿនអ្នកហ៊ានណាស់ហ៊ានធ្វើឲ្យខ្ញុំបាត់មុខនៅមុខម៉ាក់និងប្អូនប្រុសខ្ញុំអ្នកនៅចង់រៀបការជាមួយខ្ញុំទៀតទេលោកលូឆ្កែបំរើនេះមិនមែនចង់បានការអភ័យទោសទេឈប់ទៅខ្ញុំនៅមុខអ្នកហើយសុំទោសមកសុំទោសរឿងអ្វីអ្នកមិនទាន់ដឹងកំហុសខ្លួនឯងទេមិនមែនចង់សុំទោសខ្ញុំទេឲ្យតែអ្នកសុំទោសឲ្យបានល្អហើយទិញកាដូឲ្យម៉ាក់និងប្អូនខ្ញុំព្រមទាំងរ៉ាប់រងការចំណាយរបស់ប្អូនប្រុសខ្ញុំទៀតខ្ញុំនឹងលើកលែងទោសឲ្យពីមុនខ្ញុំស្រឡាញ់អ្នកទើបខ្ញុំព្រមចុះចាស់តែពេលនេះខ្ញុំស្អប់អ្នកបំផុតខ្ញុំមិនសុំអង្វរអ្នកទេហើយក៏មិនល្ងងឲ្យអ្នកបោកទៀតដែរតែចេះតែតាមចិត្តអ្នកគ្រប់យ៉ាងអីហ្នឹងអ្នកមិនចង់នៅជាមួយខ្ញុំទៀតមែនទេអ្នកធ្វើការហត់នឿយប៉ុន្មានឆ្នាំនឹងកាត់ប្រាក់ខែរបស់អ្នកសុទ្ធតែនៅក្នុងដៃខ្ញុំបើមិនចង់បាត់បង់អ្វីដែលខំសន្សំមកចូលដឹងខ្លួនហើយមកសុំទោសខ្ញុំទៅលុយប៉ុណ្ណឹងខ្ញុំមិនខ្វល់ទេចាត់ទុកថាទិញមេរៀនជីវិតចុះលូឈិនអាយុជិត30ហើយនៅគ្មានអ្វីសោះបើគ្មានខ្ញុំតើអ្នកណាគេចង់បានមនុស្សឥតប្រយោជន៍ដូចអ្នកគ្រូសានេះពិតជាចម្លែកមែនខ្ញុំមិនដែលឃើញអ្នកណាគ្មានគេខ្មាស់ដល់ថ្នាក់នេះទេលូឈិនកុំធ្វើជាខ្លាំងអីលុយទាំងនោះគឺជាញើសឈាមរបស់អ្នកទាំងអស់ណាអ្នកណាប្រាប់ថាខ្ញុំមានលុយតែប៉ុណ្ណឹងលូឈិនខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយអ្នកនៅតែចង់បង្កចំនួនជាមួយខ្ញុំទៀតមែនទេខ្ញុំមិនបានបង្កចំនួនទេខ្ញុំបានបែកគ្នាជាមួយអ្នកយូរហើយឥឡូវនេះគឺគ្រូសាអ្នកទេដែលតាមរំខានខ្ញុំមើលខ្លួនឯងក្នុងកញ្ចក់កុំចេះតែនិយាយឲ្យមកធ្វើជាឆ្កែឲ្យផ្ទះយើងក៏មិនស័ក្តិសមដែរហ៊ានថាពួកយើងតាមរំខានអ្នកទៀតកន្លះឆ្នាំមកនេះអ្នកទេដែលតាមរំខានខ្ញុំទោះបែកគ្នាក៏ត្រូវតែជាខ្ញុំជាអ្នកនិយាយអ្នកគ្មានសិទ្ធិនិយាយទេកុំបានចិត្តពេកការអត់អន់របស់ពួកយើងមានកម្រិតណាអ្នកខ្លាំងដៃពេកហើយស្នេហាបែកបាក់អ្នកណាក៏មានសិទ្ធិសុំបែកដែរឯងជានរណាជាសង្សារគេកុំមកអីឯងគ្មានតម្លៃអីទេរឿងពួកយើងមិនមែនរឿងអ្នកក្រៅទេឯងតាមគេរហូតចង់រងចាំទទួលយករបស់ដែលខ្ញុំបោះចោលមែនទេមកឯងនិយាយឲ្យស្អាតបន្តិចទៅស៊ីមិនមែនជាមនុស្សដូចឯងទេឯងហ៊ានចេញមុខការពីគេកុំភ្លេចថាខ្ញុំជាសង្សាររបស់គេទើបបានជាពេលខ្ញុំសុំលុយអ្នកដើម្បីដោះស្រាយការងារឲ្យស៊ីវស្វានអ្នកមិនព្រមតែពិតជាលួចមានស្រីជាមួយនាងមែនទេមិនមែនទេពួកយើងស្អាតស្អំជាមួយគ្នាណាស់កុំចេះតែចោទប្រកាន់ផ្ដេសផ្ដាសអ្នកណាគេជឿពួកឯងពីរអ្នកមានអ្វីនឹងគ្នាហើយលូឈឿនគ្រាន់តែជាប្រធានក្រុមតូចមួយទេតែអ្វីអ្នកនៅតែតាមជាប់គាត់ទៀតអ្នកនេះពិតជាគ្មានសិលធម៌មែនហ៊ានក្បត់ខ្ញុំផងពិតជាមិនគួរឲ្យជឿសោះប្រាក់ខែតិចតួចប៉ុណ្ណឹងនៅហ៊ានទៅតាក់ទងស្រីញីខាងក្រៅទៀតអ្នកមិនដឹងគេប្រហែលស្មានថាអ្នកជាមេធំទៅហើយគ្រាន់តែជាប្រធានក្រុមម្នាក់ប៉ុណ្ណោះពិតជាហ៊ានមែនខ្ញុំនឹងប្តឹងអ្នកខ្ញុំនឹងឲ្យគ្រប់គ្នាក្នុងក្រុមហ៊ុនដឹងពីរឿងអាស្រូវស្នេហាផ្ដេសផ្ដាសខ្ញុំនឹងធ្វើឲ្យអ្នកនៅក្រុមហ៊ុននេះលែងបានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនបានធ្វើខុសអញ្ចឹងឲ្យគ្រប់គ្នាជាអ្នកកាត់ក្តីចុះមើលថាខ្ញុំជាអ្នកខុសឬមួយអ្នកដែលទៅដេកផ្ទះគេនោះទៅគួរឲ្យខ្ពើមកុំនិយាយផ្ដេសផ្ដាសខ្ញុំជាមួយលោកស៊ូគ្មានអ្វីពាក់ព័ន្ធគ្នាទេស៊ីវស្វាលកូនកុំសារភាពឲ្យសោះបើកូនសារភាពពេលនេះថ្ងៃក្រោយចូលត្រកូលលីវគេនឹងនិយាយដើមមិនខានលូឈឿនខ្ញុំថាអ្នកទេដែលចង់ក្បត់ទើបមកចោទប្រកាន់កូនស្រីខ្ញុំចិត្តអ្នកអខ្វក់ទើបមើលអ្វីក៏ខ្វក់ដែរលូឈឿនអ្នកគ្មានសមត្ថភាពហើយនៅមកសង្ស័យខ្ញុំជាមួយលោកស៊ូគឺបរិសុទ្ធមិនខ្លាចអ្នកនិយាយទេព្រោះអ្នកគ្មានភស្តុតាងពិតជាគ្រូសាតែមួយមែនទើបមានគំនិតដូចគ្នានិយាយអ្វីមកនេះមិនអាចឲ្យគេដឹងបានទេនេះសុទ្ធតែជាមិត្តរួមការងាររបស់លោកស៊ូ
បើចង់ចូលត្រកូលលាវខ្ញុំត្រូវតែធ្វើខ្លួនឲ្យស្អាតស្អំត្រូវតែទម្លាក់កំហុសទាំងអស់លើលូឈឿនខ្ញុំលះបង់ពេលវេលា8ឆ្នាំដើម្បីអ្នករួមសុខរួមទុក្ខជាមួយអ្នក8ឆ្នាំអ្នកមិនត្រឹមតែមិនដឹងគុណថែមទាំងមកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំពេលសំបែកគ្នាទៀតអ្នកមិនជឿចាប់ខ្លះទេគ្មានយុត្តិធម៌សោះខ្ញុំស្រឡាញ់គេដូចកូនបង្កើតតែគេបែរជាក្បត់កូនស្រីខ្ញុំចង់បោះបង់ប្រពន្ធចោលអ្នកទាំងអស់គ្នាជួយកាត់ក្តីឲ្យខ្ញុំផងជប់សម្ដែងទៅគ្មានអ្នកណានៅទីនេះជឿអ្នកទេជំនួសឲ្យការមកសម្ដែងធ្វើជាស្រឡាញ់ខ្ញុំទៅរកសង្សារអ្នកឲ្យលឿនទៅពេលនេះគេត្រូវបានគេដកតំណែងហើយអ្វីដែលគេសន្យាជាមួយអ្នកគេលែងធ្វើបានទៀតហើយមិនអាចទៅរួចទេចង់ដឹងថាខ្ញុំនិយាយពិតឬកុហកសាក់ទៅសួរគេទៅដឹងហើយបាក់លុយប្រើប្រាស់លេសកម្រិតច្រើនម្លេះបើមិនអាចនាំថងលីសួនចូលក្នុងក្រុមហ៊ុនបានទេខ្លាចតែគ្មានលុយសងគេទេកុំទៅណាអីម៉ាក់អ្វីដែលគាត់និយាយគឺជារឿងពិតចុះលូស៊ូទៅណាហើយខ្ញុំត្រូវតែរកនាងមើលទង្វើល្ងីល្ងើដែលឯងធ្វើចុះជួយខ្ញុំផងខ្ញុំមិនបានតាំងចិត្តទេសូមពូជួយខ្ញុំម្ដងទៅតើឲ្យពូជួយយ៉ាងម៉េចមនុស្សដែលឯងស្រឡាញ់ម្នាក់នេះលោកលូគាត់មិនមែនមនុស្សងាយនឹងនិយាយសូម្បីតែអំណោយដែលពូផ្ញើទៅក៏គេបដិសេធទាំងអស់ឯងនៅហ៊ានបង្កបញ្ហានៅពេលនេះទៀតហើយពីមុនខ្ញុំទទួលលុយក៏មិនឃើញមានបញ្ហាអ្វីដែរហើយពូលុយដែលទទួលបានមកខ្ញុំក៏បានជូនពូខ្លះដែរតើឯងចង់គំរាមពូមិនហ៊ានទេពូមិនហ៊ានជួយតាក់ទងទៅសមាជិកក្រុមប្រឹក្សាភិបាលម្នាក់នោះទៅរឿងនេះមិនមែននឹងចប់បាត់ទៅហើយដីរបស់គាត់កំពុងរឹតបន្តឹងខ្លាំងណាស់មិនប្រកាសថាអាចតាក់ទងបានទេពូនឹងព្យាយាមឲ្យអស់ពីសមត្ថភាពបើអាចនៅបន្តធ្វើការបានក៏រាប់ថាជាសំណាងហើយអញកុំទៅតាក់ទងជាមួយពួកមនុស្សមិនល្អទៀតបាទពេលនេះលោកលូកំពុងត្រួតពិនិត្យខ្លាំងណាស់អញកុំមកជួបពូអីបើមានរឿងអ្វីពូនឹងតាក់ទងទៅអញវិញអាលូឈឿនងាប់សង្ខារមិនទុកមុខឲ្យបន្តិចសោះសូម្បីតែតំណែងរបស់ខ្ញុំក៏រក្សាទុកមិនបានផងបងស៊ូលឺថាបងត្រូវបានគេដកតំណែងមែនទេចុះរឿងប្អូនប្រុសខ្ញុំត្រូវធ្វើម៉េចតើលុយនោះអាចទារត្រឡប់មកវិញបានទេហេតុអ្វីលោកលូទទួលលុយហើយមិនព្រមធ្វើការឲ្យនោះវាជាលុយដែលខ្ញុំដកពីកាត់អិនទៀនមកណាខ្ញុំស្ទើរតែត្រូវប្អូនឯងធ្វើឲ្យខូចខាតឯងនៅហ៊ានមកទារលុយពីខ្ញុំទៀតទេគ្រួសារឯងធ្លាប់មានរឿងជាមួយលូឈឿនមែនទេបើមិនអញ្ចឹងហេតុអ្វីគាត់ធ្វើដាក់យើងខ្លាំងម្ល៉េះខ្ញុំស្ពតថាខ្ញុំមិនដែលបានជួបលោកលូផងបងសាក់គិតមើលមនុស្សដូចជាខ្ញុំតើអាចស្គាល់មនុស្សធំដូចជាលោកលូបានដោយរបៀបណាទៅបងស៊ូបងមានរូបថតលោកលូទេឲ្យខ្ញុំមើលបញ្ជាក់ច្បាស់ហើយមែនទេហាក់ដូចជាមានចាំខ្ញុំមើលសិនមើលឲ្យច្បាស់ទៅថាមានឬអត់ខ្ញុំមិនស្គាល់គាត់ទេបើខ្ញុំស្គាល់មនុស្សកម្រិតហ្នឹងចាំបាច់អីត្រូវទៅឯបបគាត់ស៊ូស៊ួនមិនអាចមានរឿងជាមួយលោកនាយកលូបានទេប្រហែលជាមកពីសង្សារអត់ប្រយោជន៍របស់ខ្ញុំហើយដែលយកការងារសរសេរនិក្ខេបបတ်ឲ្យស៊ូស៊ួនទៅប្រាប់លោកនាយកលូហើយនិយាយដើមពួកយើងនៅចំពោះមុខគាត់តើលោកនាយកលូនឹងសង្សាររបស់មិត្តរួមថ្នាក់គឺជាមនុស្សតែម្នាក់ឬអត់បើជាមនុស្សតែម្នាក់ទោះជាពូរបស់ខ្ញុំក៏ប្រហែលជាជួយមិនរួចដែររឿងនេះខ្ញុំនឹងឲ្យគេទៅស៊ើបអង្កេតបើពិតជាគាត់មែនខ្ញុំនឹងដេញគាត់ចេញពីក្រុមហ៊ុនឲ្យដាច់ស្រឡះគ្មានអ្នកណាជួយគាត់បានទេបងស៊ូលុយនឹងយកមកវិញមិនបានមែនទេលុយនេះខ្ញុំដកពីកាត់អិនទៀនមកប្រើណាបើមិនសងគេទេខ្ញុំចាប់ហើយនាងសងលុយមិនបានវាពាក់ព័ន្ធអីនឹងខ្ញុំបងស៊ូពួកយើងជាមនុស្សតែមួយនឹងគ្នាបើខ្ញុំមានបញ្ហាក៏ត្រូវតែមកពឹងបងដែរដល់ពេលនោះបើមានរឿងធំក្នុងក្រុមហ៊ុនក៏មិនល្អមើលដែរនាងហ៊ានគំរាមខ្ញុំមែនទេមិនហ៊ានទេបងស៊ូចុះអាម្នាក់នោះទៅណាហើយវាមិនជួយដោះស្រាយឲ្យនាងទៀតទេកុំនិយាយពីវាអីឥឡូវនេះវាដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងនិយាយអ្វីក៏មិនស្ដាប់បដូរទៅជាមនុស្សម្នាក់ផ្សេងទៀតខ្ញុំថាវាប្រហែលជាបដូរចិត្តហើយខ្ញុំស្គាល់វាច្បាស់ណាស់ទោះវាខ្សោយប៉ុន្តែវាស្រឡាញ់ខ្ញុំខ្លាំងណាស់មិនអាចចាក់ចេញពីខ្ញុំពិតមែនទេឥឡូវនេះគ្រាន់តែចង់ឲ្យខ្ញុំទៅអង្វរវាប៉ុណ្ណោះខ្ញុំមិនចោះចាញ់វាទេគ្រាន់តែស្ដាយដែលម្ចាស់បំណុលមិនរងចាំក្នុងនៅពេលដែលគេមិនរងចាំហើយវាក៏មិនព្រមជួយមិនរកចំណុចខ្សោយរបស់វាដើម្បីគំរាមវាទៅប៉ុន្មានឆ្នាំមកនេះវាល្អជាមួយខ្ញុំខ្លាំងណាស់រកចំណុចខ្សោយវាមិនឃើញទេគ្រាន់តែស្រីម្នាក់ដែលនៅក្បែរវាហាក់ដូចជាចាប់អារម្មណ៍លើវាមិនចាំបាច់ត្រូវមានចំណុចខ្សោយពិតប្រាកដទេនាងគ្រាន់តែធ្វើឲ្យការសង្ស័យខ្លាចជាការពិតទៅបានហើយអ្នកទៅដឹងរឿងលូឈឿនមានស្នេហាក្នុងការិយាល័យទៅរឿងគេក្បត់ចិត្តទៀតខ្ញុំនឹងជួយដាក់សម្ពាធគេឲ្យបើលូឈឿននៅចង់ធ្វើការបន្តទៀតគេត្រូវតែស្ដាប់បង្គាប់អ្នកហើយខ្លាចជាអ្នកផ្ដល់លុយឲ្យអ្នកលោកលូនេះជាកំណត់ត្រាចូលសន្តាគារនិងប្រវត្តិទេលុយរបស់លីវស៊ូហឺ
អ្នកយករបស់ទាំងនេះមកធ្វើអ្វីពិតណាស់គឺដើម្បីចាប់កំហុសគេហេនេះជាចិញ្ចៀនដែលលោកជូនគេមិនក៏គេហ៊ានលួចវាចោលរឿងអីដែលគេមិនហ៊ានធ្វើកាលពីមុនខ្ញុំពិតជាមើលមនុស្សខុសមែនលោកលូខ្ញុំមិនអីទេមិត្តរួមថ្នាក់ម្នាក់នោះមិនព្រមឈប់ញីទេលីវស៊ូក៏មិនមែនមនុស្សល្អដែរពួកគេទាំងពីរនឹងរកវិធីមកទារលុយពីខ្ញុំមិនខានចិត្តមនុស្សសខ្វក់ទើបមើលឃើញអ្វីសុទ្ធតែមិនស្អាតលីវស៊ូមិនអាចប៉ះពាល់ការងារខ្ញុំបានទេគេមានតែវិធីបង្កាច់បង្ខូចរឿងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះខ្ញុំគ្រាន់តែរៀបចំផែនការទុកមករងចាំឲ្យពួកគេធ្លាក់ចូលអន្ទាក់លោកដឹងរឿងអស់ហើយមែនទេលីវស៊ូមិនត្រូវបានគេបណ្តេញក្រុមប្រឹក្សាភិបាលបានអន្តរាគមន៍គ្រាន់តែបន្ថយតំណែងគេប៉ុណ្ណោះនាយកប្រតិបត្តិសិនបានផ្ញើរបស់មកជូនលោកយកវាទៅវិញទាំងអស់ទៅខ្ញុំដឹងតាំងពីយូរមកហើយថាលីវស៊ូហ៊ានប្រកាសជាមិនមែនមានតែសិនយូម្នាក់ដែលជាខ្នងបង្អែកឲ្យចាស់កញ្ជ្រោងនោះពិតជាមានត្រីធំមែនហ៎មើលទៅត្រូវតែចុះទៅពិនិត្យការងារផ្ទាល់បន្តិចហើយកិច្ចសន្យានេះជារបស់ក្រុមហ៊ុនអ្នកណាឲ្យប្រកាសលោកលូពិតជាខ្លាំងមែនខ្ញុំនឹងមិនហ៊ានធ្វើជាស្ត្រូវជាមួយលោកទៀតទេបើមិនដូច្នេះទេគួរឲ្យខ្លាចណាស់យើងនឹងមិនខ្លាចជាស្ត្រូវនឹងគ្នាឡើយចុះលោកលូតើយើងអាចជាគូស្នេហ៍នឹងគ្នាបានទេឈៀនខ្ញុំដឹងថាអ្នកនៅក្បែរខ្ញុំយូរមកហើយអ្នកជាក្មេងស្រីល្អម្នាក់អ្នកនៅក្បែរខ្ញុំយូរណាស់មកហើយពេលនេះខ្ញុំចង់ផ្ដោតលើការងារសិនរឿងស្នេហាទុកនិយាយគ្នានៅថ្ងៃក្រោយចុះសុំទោសផងមិនអីទេលោកលូខ្ញុំរងចាំលោកជាច្រើនឆ្នាំមកហើយរងចាំបន្តិចទៀតក៏មិនធ្វើដែរខ្ញុំទៅរៀបចំការងារដែលលោកត្រូវចុះទៅពិនិត្យការងារសិនហើយ3 ឆ្នាំចូលសន្តាគារមិនតិចជាង100ដងទេពិតជាឃ្លានខ្លាំងណាស់មែនទេខ្ញុំពិតជាមើលមនុស្សខុសមែនតើអ្នកនិយាយថាអ្នកណាគេមកដល់គឺលោកស៊ូគឺលូសិនប៉ិនដែលលោកឲ្យខ្ញុំតាមដាននោះឯងដំបូងខ្ញុំក៏ឆ្ងល់ដែរហេតុអ្វីរកឯកសារគាត់ក្នុងក្រុមហ៊ុនមិនឃើញទើបតែមិញនេះលេខាខលមកប្រាប់ថាគាត់ត្រូវបានផ្ទេរមកផ្នែកធនធានមនុស្សយើងអ្នកប្រកាសទេថាមិនមែននាយកប្រតិបត្តិខាងលើទេពិតណាស់តំណែងគាត់ទាបជាងខ្ញុំទៀតខ្ញុំបានមើលឯកសារដែលគេផ្ញើមកហើយ8 ឆ្នាំហើយមិនដែលបានទើបតែត្រូវគេដេញចេញពីគម្រោងមួយទៀតគឺត្រូវទាំងអស់អញ្ចឹងអ្នកត្រូវតាមដានគាត់ឲ្យជាប់មានចលនាអ្វីបន្តិចត្រូវរីកាមកខ្ញុំភ្លាមមើលទៅមិត្តរួមថ្នាក់មិនបានកុហកខ្ញុំទេសង្សារគាត់គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះដោះស្រាយជាមួយបុគ្គលិកតូចតាចបែបនេះគឺងាយស្រួលជាងកំទេចស្រមោចទៅទៀតហ៊ានលេងល្បិចដាក់ខ្ញុំធ្វើឲ្យខ្ញុំត្រូវគេបន្ថយតំណែងចាំមើលខ្ញុំលេងឲ្យស្លាប់ហាសួស្ដីខ្ញុំជាបុគ្គលិកថ្មីតុការងារអ្នកនៅជ្រុងនោះទៅអង្គុយទីនោះទៅចុះការបណ្ដោះបណ្ដាលវិញផ្នែកយើងនេះទំនេរជាងគេថ្នាក់លើក៏មិនដែលមកអត់ដែរធ្វើរឿងឥតប្រយោជន៍ទាំងនោះធ្វើអីអូហើយទៅឆុងកាហ្វេឲ្យខ្ញុំមួយកែវមកមនុស្សថ្មីគ្មានសុជីវធម៌សោះក្រុមហ៊ុនពិតជាជ្រើសរើសមនុស្សខុសមែនសូម្បីតែទិន្នន័យសវនកម្មសាមញ្ញក៏ធ្វើមិនកើតយករបស់ក្រុមហ៊ុនទៅបំពេញប្រយោជន៍ផ្ទាល់ខ្លួនពិតជាអាក្រក់ខ្លាំងណាស់សូមទោសលោកលូពួកគេពិតជានៅទីនេះគ្មាននាយកទេមានគេកំពុងមើលខ្ញុំត្រូវការជំនួយសូមទោសដែលរំខានលោកលូនេះជាការដាក់នុយរងចាំឲ្យពួកគេចាញ់បោក
នេះជាឯកសារដែលខ្ញុំរៀបចំភស្តុតាងនៃការក្បត់អ្នកភ្ជាប់ទៅអេក្រង់បញ្ចាំងទុកមុនទៅលោកស៊ូបានការហើយលូស៊ិននេះដូចដែលលោកនិយាយមែនចេះតែធ្វើការងើតងល់ជីវិតនេះគ្មានថ្ងៃងើបមុខរួចទេថ្ងៃនេះមានស្រីម្នាក់មកជួបគាត់ទៀតខ្ញុំថតរូបទុកបានហើយល្អណាស់យកមកមើលបន្តិចមកស្រីម្នាក់នេះមិនក៏មុខដូចលេខាផ្ទាល់ខ្លួនរបស់លោកលូម្លេះឬមួយក៏តែបងស៊ូអើយលេខាគេតែងតែស្លៀកពាក់បែបហ្នឹងមិនមែនហីម្យ៉ាងទៀតស្រីម្នាក់នេះស្និទ្ធស្នាលជាមួយលូឈឿនណាស់លោកលូជាដល់ថ្នាក់សៀវទៅហើយគ្រួសារគាត់ប្រហែលជាមានអំណាចណាស់មិនមែនមើលងាយលេខាខ្លួនឯងទេមែនទេលោកលូគាត់មានមោទនភាពណាស់គាត់មិនមែនជាបុគ្គលិកធម្មតាទេប្រហែលជាខ្ញុំមើលច្រឡំហើយផ្ញើរូបនេះទៅមិត្តភក្តិឲ្យគេចាត់ការទៅលូឈឿនអញហ៊ានប្តឹងខ្ញុំមែនទេថែមទាំងឈ្មោះដូចលោកលូដែលខ្ញុំស្អប់ទៀតត្រូវគេបណ្តេញចេញពីក្រុមហ៊ុនគឺសំមុខហើយទោះឯងដែលគ្មានអំណាចលោកលូខ្ញុំរៀបចំរួចរាល់ហើយឈានលោកលូខ្ញុំមិនអីទេលោកលូខ្ញុំមិនបានតាំងចិត្តទេមិនអីទេខ្ញុំដឹងជើងមានរបួសទេលោកលូយូស្ពើភ្ជាប់រួចរាល់ហើយអរគុណច្រើនលោកលូចុះលូឈឿនណែណាលូឈឿនចេញមកនេះលូឈឿនអញហ៊ានក្បត់ខ្ញុំមែនទេពួកអាប្រុសស្រីថោកទាបខ្ញុំនឹងប្តឹងពួកឯងឲ្យអស់មិននឹកស្មានថាទើបមកដល់មានរឿងធំម្លេះខ្ញុំឆ្ងល់តាំងពីដើមថាគេមកធ្វើអីនៅទីនេះនឹកស្មានថាជាសង្សារនឹងគ្នាតាមពិតលួចតាក់ទងគ្នាទេនាងស្រីកញ្ជើធ្លុះហ៊ានមកអូសទាញកូនប្រសាខ្ញុំមែនទេថែមទាំងឲ្យគាត់បែកជាមួយកូនស្រីខ្ញុំទៀតមនុស្សគ្មានកេរ្តិ៍ខ្មាស់លូឈឿនយើងស្រឡាញ់គ្នា8ឆ្នាំហើយណាអញហ៊ានបែកជាមួយខ្ញុំព្រោះតែនាងមែនទេតែមិនអីទេគ្រាន់តែអញសុំទោសខ្ញុំនឹងអភ័យទោសឲ្យឯងម្ដងនេះមើលទៅស្លូតបូតណាស់តាមពិតជាមនុស្សប្រុសអាក្រក់សោះខំតែគិតថាគេជាមនុស្សឧស្សាហ៍ពិតជាមើលមនុស្សមិនឃើញមែនអរគុណអ្នកទាំងអស់គ្នាតែខ្ញុំនៅតែចង់ផ្ដល់ឱកាសឲ្យគាត់ម្ដងទៀតយ៉ាងណាយើងក៏ស្រឡាញ់គ្នាដល់ទៅ8ឆ្នាំហើយខ្ញុំជឿថាគាត់គ្រាន់តែចាញ់បោកគេទេកូនឲ្យកូនចិត្តទុនពេកហើយបើជាម៉ែវិញម៉ែនឹងទៅប្តឹងរឿងគាត់លួចតាក់ទងគ្នាក្នុងកន្លែងធ្វើការឲ្យគាត់បាត់បង់ការងារទៅលូឈឿនបើអ្នកសុំទោសខ្ញុំឥឡូវនេះខ្ញុំអាចលើកលែងឲ្យបានយ៉ាងណាក៏អ្នកមិនចង់បាត់បង់ការងារនៅក្រុមហ៊ុនហយូដោយសារតែស្រីម្នាក់នេះដែរមែនទេអ្នកចង់បានអ្វីខ្ញុំចង់ឲ្យអ្នកត្រឡប់មកវិញត្រឡប់ទៅធ្វើជាឆ្កែឲ្យគ្រួសារអ្នកទៀតមែនទេខ្ញុំជាសង្សារអ្នកឬជាមនុស្សល្ងងឲ្យអ្នកកេងចំណេញដល់ពេលអស់លុយទើបនឹកឃើញដល់ខ្ញុំជាមួយលូឈឿនមិនមានទំនាក់ទំនងអ្វីនឹងគ្នាទេផ្ទុយទៅវិញសង្សារអ្នកទេដែលជាអ្នកក្បត់មុនឬយូស្ងាត់មាត់ទៅជាស្រីតូចគេហើយនៅហ៊ានមាត់ទៀតប្រយ័ត្នខ្ញុំហែកមាត់ឯងគ្រប់គ្រាន់ហើយអញហ៊ានរុញខ្ញុំមែនទេជួយផងអ្នកទាំងអស់គ្នាគ្មានច្បាប់ទម្លាប់ទេកូនប្រសាក្បត់ហើយនៅហ៊ានប្រើហិង្សាដាក់ម្ដាយក្មេកទៀតអូយមានរឿងអ្វីកើតឡើងកំពុងចាប់កំហុសវាកូនប្រសាអប្រិយនេះវាលួចមានស្រីអាស្រីតូចនេះទៀតអាណិតកូនស្រីខ្ញុំណាស់ដែលខាត់ពេល8ឆ្នាំជាមួយវាម៉ាក់កូនខុសហើយដែលមើលមនុស្សខុសមិននឹកស្មានថាបានជួបមនុស្សប្រុសដែលទាំងក្បត់ទាំងប្រើហិង្សាបែបនេះឈួតមែនទេក្បត់គេហើយនៅមានមុខមកនិយាយទៀតខ្ញុំឃើញផ្ទាល់ភ្នែកថាវាប្រើហិង្សាក្រុមហ៊ុនយើងមិនត្រូវការមនុស្សបែបនេះទេចេញពីក្រុមហ៊ុនទៅលូឈឿនអ្នកកយហើយបើមិនសងសំណងឲ្យខ្ញុំទេខ្ញុំមិនលើកលែងឲ្យអ្នកនេះទេបើមិនចង់ខូចកេរ្តិ៍ឈ្មោះទេសុំទោសមកខ្ញុំដើម្បីខ្ញុំត្រូវសុំទោសអ្នកដែលមិនស្មោះត្រង់នឹងស្នេហាអ្នកមិនខ្លាចខ្ញុំប្តឹងទេមែនទេខ្ញុំមានភស្តុតាងដែលអ្នកលួចមានស្រីអ្នកពិតជាចង់ឲ្យគេបណ្តេញចេញមែនទេហេតុអ្វីខ្ញុំត្រូវខ្លាចព្រោះរឿងទាំងអស់នោះវាមិនដែលកើតឡើងផងមើលទៅអ្នកនៅតែមិនព្រមបោះបង់មែនទេបើអញ្ចឹងខ្ញុំក៏លែងទុកមុខឲ្យអ្នកទៀតដែរម៉ាក់ភ្ជាប់ទូរស័ព្ទទៅម៉ាស៊ីនបញ្ចាំងទៅខ្ញុំនឹងបង្ហាញភស្តុតាងឲ្យគ្រប់គ្នាបានឃើញ
ฮะអ្នកមិនបារម្ភតតែសោះមែនទេឃើញដល់ទំនាក់ទំនងយើងកន្លងមកខ្ញុំផ្ដល់ឱកាសឲ្យអ្នកម្ដងចុងក្រោយបើអ្នកព្រមសង្លុយឲ្យស៊ីវសួនឥឡូវនេះខ្ញុំអាចនឹងមិនទំលាយរឿងនេះតាមចិត្តអ្នកចុះចាំមើលចុះអ្នកនឹងត្រូវអាម៉ាស់មុខមិនខានចេញពីហើយឺទៅមិនក៏បែបនេះមិនមែនមកចាប់កំហុសគេទេអេមិនក៏ខ្លាយជារូបថតរបស់គេទៅវិញនឹងហើយចៅស្រែកថាចៅមែនទេមើលទៅដូចជាត្រូវគេចាប់បានច្បាស់ណាស់ខ្លួនឯងក្បត់គេហើយនៅហ៊ានមកបង្កាច់បង្ខូចគេទៀតកុំមើលអីបែកគ្នាទៅតែថាអ្នកក្បត់ស្នេហ៍យើង8ឆ្នាំមកនេះលូឈិនហេតុអ្វីអ្នកធ្វើដាក់ខ្ញុំបែបនេះលូឈិនអ្នកធ្វើពុតជាអ្វីទៀតអ្នកដឹងតាំងពីដើមមកថាមានអ្វីនៅក្នុងនេះហេតុអ្វីអ្នកចិត្តអាក្រក់ម្លេះអ្នកចង់បំផ្លាញខ្ញុំខ្លាំងណាស់មែនទេសៀវហេតុអ្វីអ្នកនិយាយដាក់ខ្ញុំបែបនេះគឺអ្នកដែលមកចាប់កំហុសគេថ្ងៃនេះគឺអ្នកដែលរៀបចំផុសតាំងទាំងនេះខ្ញុំមិនបានធ្វើអ្វីសោះមិនក៏ថាខ្ញុំជាអ្នកបំផ្លាញអ្នកទៅវិញខ្ញុំដឹងត្រឹមថាអ្នកនៅខាងក្រៅតែមិនដឹងថាអ្នកតាក់ទងគ្នា3ឆ្នាំមកហើយបើកបន្ទប់ដេកជាមួយគ្នាដល់រាប់រយដងប្រាក់ខែខ្ញុំរាល់ខែខ្ញុំឲ្យអ្នកទាំងអស់តែអ្នកបែរជាយកលុយខ្ញុំទៅចិញ្ចឹមប្រុសផ្សេងបែបនេះវាអត់គេខ្មាស់ពេកហើយខ្លួនឯងក្បត់គេហើយនៅមកចោទគេទៀតអ្នកទាំងអស់គ្នាកុំចាញ់បោកគេនេះជាល្បិចរបស់គេទាំងអស់គេចិត្តណាចង់ធ្វើបាបកូនស្រីខ្ញុំបរិសុទ្ធណាស់ភុសតាំងច្បាស់បែបនេះនៅថាបរិសុទ្ធទៀតអេលូឈិនអ្នកហ៊ានលេងល្បិចដាក់ខ្ញុំមែនទេល្បិចទេមានតែអ្នកទេដែលចង់ឲ្យខ្ញុំអាម៉ាស់មុខខ្ញុំទៅបត់វិញខ្លាចជាចិត្តអាក្រក់មែនទេរឿងចាប់កំហុសថ្ងៃនេះមិនមែនអ្នកទាំងពីរជាអ្នករៀបចំរឿងនេះទេហីអ្នកវាពិតជាអាក្រក់ណាស់អ្នកហ៊ានវាខ្ញុំមែនទេមួយដៃនេះខ្ញុំសងជំនួសលូឈឿនស្នេហា8ឆ្នាំអ្នកចាត់ទុកគាត់ដូចជាម៉ាស៊ីនដកលុយដូចជាអ្នកបម្រើដូចជាសាច់ឆ្កែតែមិនដែលចាត់ទុកគាត់ជាមនុស្សឡើយគាត់ឈឺក្រពះរហូតបែកញើសត្រជាក់ក៏នៅតែខំធ្វើម្ហូបឲ្យអ្នកធ្វើការថែម៉ោងដល់យប់ជ្រៅក៏នៅតែត្រូវបោកខោអាវឲ្យអ្នកជន់ឈ្លីចិត្តស្មោះរបស់គាត់គ្មានសល់ហើយនៅហ៊ានដៃដល់ទៅវីគាត់ទៀតមិនក៏គាត់ធ្វើបែបនេះអ្នកជាប្រុសមែនទេឃើញគេវីសង្សារខ្លួនឯងចំមុខបែរជាមិនមាត់មនុស្សអ្វីទាំងអស់សង្សារអីខ្ញុំបែកគ្នាជាមួយនាងយូរហើយគឺអ្នកទាំងពីរទេដែលមកបង្កចំនួនថ្ងៃនេះឥឡូវរឿងពិតបានលាតត្រដាងហើយគឺកូនស្រីអ្នកទេដែលលួចមានថ្មី3ឆ្នាំមកនេះហើយអ្នកក៏មកចោទប្រកាន់ខ្ញុំវិញម៉េចមិនពេញចិត្តមែនទេលូឈឿនយើងស្រឡាញ់គ្នា8ឆ្នាំមិនក៏អ្នកធ្វើដាក់ខ្ញុំបែបនេះអ្នកភ្លេចហើយកាលនោះអ្នកលុបជង្គង់សុំខ្ញុំរៀបការយ៉ាងណាហើយសន្យាថានឹងស្រឡាញ់ខ្ញុំពេញមួយជីវិតយ៉ាងណាសៀវទោះពេលនេះខ្ញុំគ្មានលុយតែខ្ញុំសន្យាខ្ញុំនឹងខំប្រឹងប្រែងឲ្យអ្នករស់នៅបានសុខស្រួលមួយជីវិតនេះខ្ញុំស្រឡាញ់តែអ្នកម្នាក់គត់បានហើយក្រោកឡើងទៅខ្ញុំត្រូវទៅដើរផ្សារទៀតចិញ្ចៀនខ្ញុំនៅទីនេះចុះរបស់អ្នកទៅណាមិនបាច់លាក់ទេ3ខែមុនអ្នកលក់វាចោលបាត់ហើយបានលុយ8,000ស្នេហា8ឆ្នាំតម្លៃត្រឹមតែ8,000ទេហីស្រីម្នាក់នេះពិតជាខូខើណាស់ចិញ្ចៀនមួយនេះតំណាងឲ្យចិត្តស្មោះ8ឆ្នាំរបស់ខ្ញុំស្មានថាវាអាចទិញបានភាពស្មោះត្រង់តែលទ្ធផលគឺការក្បត់និងបោកប្រាស់ស្នេហា8ឆ្នាំរបស់យើងក៏ដូចជាចិញ្ចៀននេះដែរចាប់ពីពេលនេះទៅយើងលែងជំពាក់គ្នាទៀតហើយបានចង់បែកគ្នាមែនទេអញ្ចឹងយើងមកគិតលេខគ្នាឲ្យច្បាស់គិតគូររាប់ពី8ឆ្នាំមកនេះកូនស្រីខ្ញុំបានរួមរស់ជាមួយអ្នកទាំងលំបាកទាំងស្រួលអ្នកត្រូវតែសងថ្លៃខូចខាតពេលវេលារបស់ខ្ញុំថ្លៃផ្ទះដែលអ្នកសន្យាថាបង់ទោះបែកគ្នាក៏អ្នកត្រូវតែបង់បន្តទៀតហើយលុយដែលកូនស្រីខ្ញុំចំណាយលើអ្នកប៉ុន្មានឆ្នាំនេះត្រូវតែសងមកវិញទាំងអស់មិនឲ្យខ្វះមួយកាក់ឡើយនេះជាបំណងរបស់អ្នកដែរមែនទេបើចង់បែកគ្នាចឹងយើងនិយាយគ្នាឲ្យច្បាស់ទៅខ្ញុំចំណាយពេល8ឆ្នាំជាមួយអ្នកតើខ្ញុំមិនគួរទាមទារសំណងខ្លះទេពេលវេលារបស់ខ្ញុំមានតម្លៃជាងអ្នកឆ្ងាយណាស់ផឹកក្បត់គេហើយនៅមានមុខមកទាមទារសំណងទៀតគ្រួសារមួយនេះពិតជាមិនធម្មតាមែនចង់គិតលេខមែនទេបានថ្ងៃនេះខ្ញុំនឹងគិតជាមួយអ្នកឲ្យអស់អ្នកក៏ដូចអ្នកមានលុយប៉ុន្មានទៅនៅមានមុខមកគិតទៀតខែមីនាឆ្នាំ2019ទិញកាបូ23,000 យន់ខែសីហាទៅដើរលេងបរទេស8,500 យន់ខែមករាឆ្នាំ2020
Computer DR1200 អ្នកយករបស់ទាំងនេះមកធ្វើអ្វីមិនមែនអ្នកទេដែលឲ្យខ្ញុំគិត8ឆ្នាំមកនេះខ្ញុំផ្ញើលុយឲ្យអ្នកស្រុក873,500 យ៉ននេះមិនទាន់គិតថ្លៃផ្ទះថ្លៃទឹកភ្លើងនិងចំណាយប្រចាំថ្ងៃផងចុះអ្នកវិញលុយដែលអ្នកចំណាយលើខ្ញុំ8ឆ្នាំសរុបបានតែ200 យ៉នប៉ុណ្ណោះក្នុងនោះ2000 យ៉នទិញខោអាវថ្មីឲ្យខ្ញុំពាក់ចូលឆ្នាំក៏ព្រោះតែអ្នកនាំខ្ញុំទៅជួបញាតិមិត្តខ្លាចខ្ញុំស្លៀកពាក់អាប់អន់មុខមាត់អ្នក8ឆ្នាំចំណាយជាង80,000 យ៉នពីម្ខាងទៀតចំណាយតែ 3,000 នេះហៅថាស្រឡាញ់គ្នាឯណានេះវាដូចជាការជួយឧបត្ថម្ភអ្នកក្រវិញទេអ្នកកុហកកូនស្រីខ្ញុំមិនអាចចំណាយលុយអ្នកច្រើនដល់ថ្នាក់នឹងទេរាល់ការចំណាយសុទ្ធតែមានកំណត់ត្រាផ្ញើលុយចង់ផ្ទៀងផ្ទាត់ឥឡូវនេះទេនៅចង់គិតទៀតទេបើចង់គិតត្រូវគិតថ្លៃកក់ផ្ទះថ្លៃបងរំលោះនិងចំណាយផ្សេងគិតឲ្យច្បាស់ម្ដងមួយទៅលូឆិនអ្នកជាប្រុសម្នាក់ចំណាយលុយលើសង្សារខ្លួនឯងបន្តិចបន្តួចមានអីខុសលុយតិចតួចសោះក៏អ្នកមានមុខមកគិតដែរថែមទាំងទៀមទារយកវិញទៀតអ្នកមិនខ្មាស់គេទៅលុយតិចតួចចុះប្រាក់ខែអ្នកមួយខែបានប៉ុន្មាន80,000 យ៉នតើអ្នកត្រូវសន្សំលុយប៉ុន្មានឆ្នាំទើបបានចំនួនប៉ុណ្ណឹងនោះគឺអ្នកស្ម័គ្រចិត្តឲ្យខ្ញុំទេតើពួកយើងមិនបានយកកំបិតភ្ជុំគ្នាឯណាអ្នកខ្លួនឯងទេដែលល្ងងឲ្យគេបោកឥឡូវមកប្រែក្រឡាស់ចង់ទាវិញគឺមិនអាចទៅរួចទេល្អណាស់ប្រុសចំណាយលុយលើស្រីវាជារឿងធម្មតាទេខ្ញុំចំណាយពេល8ឆ្នាំជាមួយអ្នកចំណាយលុយអ្នកបន្តិចបន្តួចមានអីខុសម្យ៉ាងទៀតបញ្ជីនេះមានបញ្ហាខ្ញុំមិនដែលចំណាយច្រើនដល់ថ្នាក់នេះទេកញ្ញាតាលុយជាង8សែនយ៉ននេះមិនមែនតិចតួចទេបើអ្នកថាចំណាយអស់ច្រើនម្ល៉េះចុះវាទៅណាអស់ហើយខ្ញុំវាទៅណាអស់ហើយយកទៅចិញ្ចឹមប្រុសមែនទេខ្ញុំខែមិថុនាឆ្នាំ2022 25,000 យ៉នទិញខោអាវប្រុសម៉ាក់ឡូខែកញ្ញាឆ្នាំ2022 18,000 យ៉នថ្លៃរបស់ទាំងនេះអ្នកយកទៅឲ្យអ្នកណាចង់ឲ្យខ្ញុំនិយាយជំនួសឬអ្នកនិយាយអ្នកស្ងាត់មកទៅរបស់ទាំងអស់នេះគឺឲ្យទៅមនុស្សតែម្នាក់គឺលោកលីវស៊ូអតីតប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុនហឺយូលីវស៊ូគឺប្រធានលីវដែលយើងស្គាល់មែនទេឈប់ទៅកុំចំរោមមើលអីក្នុងបង្អែករបស់លីវស៊ូគឺលោកនាយកប្រតិបត្តិយើងប៉ះពាល់គាត់មិនបានទេលូឈឿនបើអ្នកទៅសុំទោសលោកស៊ូទៅកុំឲ្យខ្លួនឯងមានបញ្ហាអីគឺលីវស៊ូនឹងឯងលោកស៊ូគឺជាក្មួយប្រុសរបស់នាយកប្រតិបត្តិនៅក្រុមហ៊ុនហឺយូនេះតើមានអ្នកណាហ៊ានមិនឲ្យមុខមាត់គាត់លូឈឿនលោកប្រធានលីវមាននាយកប្រតិបត្តិជួយជ្រោមជ្រែងមិនដូចអ្នកដែលគ្រាន់តែជាបុគ្គលិកតូចតាចនោះទេសូម្បីតែជូតស្បែកជើងឲ្យគេក៏មិនសមផងមនុស្សក្រីក្រដូចអ្នកតែកូនស្រីខ្ញុំនៅជាមួយបាន8ឆ្នាំគឺសំណាងរបស់ត្រកូលអ្នកហើយហាលូឈឿនអ្នកគិតថាបើប៉ុកអាក្រាតរឿងនេះហើយអាចធ្វើអ្វីបានទោះលោកស៊ូត្រូវគេបន្ថយតំណែងក៏ដោយពូរបស់គាត់នៅតែជានាយកប្រតិបត្តិដដែលគ្រាន់តែខ្ញុំកម្រើកដៃបន្តិចក៏អាចបណ្ដេញអ្នកចេញពីក្រុមហ៊ុននេះបានដែរឥឡូវខ្ញុំឲ្យអ្នកជ្រើសរើសពីរផ្លូវទី1ហែកឯកសារបំណុលទាំងនេះចោលហើយសងសំណងថ្លៃខាត់ពេលវេលារបស់ខ្ញុំមករួចបន្តសងថ្លៃផ្ទះឲ្យចប់ខ្ញុំជាមនុស្សចិត្តទូលាយខ្ញុំនឹងមិនប្រកាន់អ្នកទេទី2ខ្ញុំនឹងឲ្យបងស៊ូប្រាប់ពូរបស់គាត់ដើម្បីបណ្ដេញអ្នកចេញពីក្រុមហ៊ុននេះឲ្យដាច់ស្រឡះដល់ពេលនោះកុំថាឡើយការងារសំបីតែបាយហូបក៏គ្មានដែរកុំមកសុំក្តីមេត្តាពីខ្ញុំឲ្យសោះបណ្ដេញវាចេញទៅឲ្យវាដឹងថាអ្នកណាកាន់អំណាចកូនស្រីខ្ញុំអាចរកបានអ្នកដែលល្អជាងនេះមនុស្សគ្មានសមត្ថភាពដូចអ្នកគឺនៅលីវអស់មួយជីវិតហើយធ្វើបែបនេះវាហួសហេតុពេកហើយកុំទៅពាក់ព័ន្ធនឹងរឿងនេះអីម៉េចខ្លាចមែនទេបើខ្លាចក៏ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅខ្ញុំចង់ដឹងថាអ្នកណាហ៊ានបណ្ដេញខ្ញុំចេញហាអ្នកទាំងអស់គ្នាស្ដាប់វានិយាយចុះអ្នកណាហ៊ានបណ្ដេញខ្ញុំចេញហាលួយឈឺអ្នកឈួតទៅហើយមែនទេអ្នកគិតថាអ្នកជានរណាជាប្រធានក្រុមប្រឹក្សាភិបាលមែនទេឈ្មោះគាត់ដូចនឹងឈ្មោះសៀវថ្មីរបស់យើងកុំនិយាយអីឈ្មោះដូចគ្នាក៏មិនមែនជាមនុស្សតែម្នាក់ដែរមិនមែនជាមនុស្សតែម្នាក់ទេអ្នកគ្រាន់តែសំណាងដែលមានឈ្មោះដូចលោកប្រធានលូប៉ុណ្ណោះកុំធ្វើខ្លួនដូចជាមានអំណាចអីលូឈឿន
ខ្ញុំឲ្យឱកាសអ្នកចុងក្រោយឥឡូវនេះលោកជំគង់សុំទោសមកហើយហែកឯកសារទាំងនេះចោលខ្ញុំនឹងជួយនិយាយជាមួយបងស៊ូឲ្យលូឈឿនលោកអនក្បាលចុះទៅកុំឲ្យរឿងផ្ទាល់ខ្លួនរបស់លោកធ្វើឲ្យប៉ះពាល់ដល់ពួកយើងពួកអ្នកទាំងអស់គ្នាពិតជាកំសាកណាស់គិតតែពីការពារខ្លួនឯងមិនចម្លែកទេដែលក្រុមហ៊ុននេះវឹកវរអ្នកជានរណាហ៊ានមកបង្រៀនពួកយើងមែនទេទូរស័ព្ទហៅសិនយូមកទីនេះភ្លាមហាលូឈឿនអ្នកជានរណាបានជាហ៊ានហៅលោកសិនមកឈប់សម្ដែងទៅខ្ញុំដឹងថាអ្នកចង់យកឈ្នះខ្ញុំតែអ្នកចាញ់បាត់ទៅហើយលូឈឿនធ្វើបែបនេះមានតែធ្វើឲ្យអ្នកកាន់តែអាម៉ាស់ប៉ុណ្ណោះលោកលូសូមទោសលោកដែលខ្ញុំមកយឺតកូនចៅខ្ញុំមិនដឹងរឿងធ្វើឲ្យលោកភ័យខ្លាចហើយលោកលូបរិះម្នាក់នោះឲ្យគាត់ថាលោកលូគាត់មិនជាសៀវរបស់ក្រុមហ៊ុនមែនទេចប់ហើយយើងអំបញ្ញមិញយើងបានប្រមាថគាត់មែនទេលូឈឿនឯងពិតជាខ្លាំងមែនដល់ថ្នាក់ជួលគេមកសម្ដែងរឿងសម្ដែងបានដូចមែនទេលូឈឿនខ្ញុំឆ្ងល់ណាស់ហេតុអ្វីឯងហ៊ានខ្លាំងម្ល៉េះតាមពិតទៅជួលទូសម្ដែងមកសោះលោកនាយកជួងឯងចង់យកឈ្នះខ្ញុំដល់ថ្នាក់ហ៊ានចំណាយលុយច្រើនម្ល៉េះឯងនិយាយអ្វីខ្ញុំនិយាយអ្វីឯងមិនដឹងខ្លួនទេអីទូសម្ដែងម្នាក់នេះលូឈឿនឲ្យឯងប៉ុន្មានលូឈឿនឯងគិតថាគ្រាន់តែរកនរណាម្នាក់មកស្លៀកពាក់ខោអាវធំដុំយើងនឹងជឿឯងមែនទេកូនស្រីខ្ញុំនៅជាមួយឯង5ឯងជាមនុស្សបែបណាខ្ញុំមិនដឹងទេបើលូឈឿនពិតជាមានសមត្ថភាពធ្វើសៀវមែន8ឆ្នាំមកនេះត្រូវការឲ្យគេដាំបាយឲ្យឬបោកខោអាវឲ្យកូនប្រុសខ្ញុំទៀតហើយលោកជង្គង់ពាក់ស្បែកជើងឲ្យកូនស្រីខ្ញុំមានសៀវណាគេធ្វើរឿងបែបនេះខ្ញុំនៅជាមួយឯង8សមត្ថភាពឯងខ្ញុំដឹងច្បាស់ណាស់ឯងកើតមកជាមនុស្សអន់មួយជីវិតនេះគ្មានថ្ងៃងើបមុខរួចទេនិយាយក៏ត្រូវសៀវឯណាគេទ្រាំរឿងបែបនេះបានពួកឯងសម្ដែងមែនទេគ្រប់គ្រាន់ហើយពួកឯងដឹងទេថាខ្លួនឯងកំពុងធ្វើអ្វីឈប់មកភ្លាមកុំយកកំរាមដៃមកចង្អុលមុខខ្ញុំចាស់គ្មានសិលធម៌បើហ៊ានចូលមកចិត្តទៀតខ្ញុំនឹងប្តឹងពីបទបៀតបៀនចាស់ក្បាលនឹងហើយនៅជួយលូឈឿនដែលជាមនុស្សអន់មកបោកប្រាស់គេមិនខ្មាស់គេទេហេចាស់មិនចេះធ្វើខ្លួនជាគំរូមកជួយមនុស្សកំសាកមកធ្វើបាបពួកយើងចិត្តគំនិតឯងទៅណាអស់ហើយពួកឯងពិតជាមិនខ្លាចច្បាប់មែនខ្ញុំប្រាប់ឲ្យដឹងចុះខ្ញុំជានាយកប្រតិបត្តិក្រុមហ៊ុនហឺយូពួកឯងធ្វើបែបនេះនឹងត្រូវទទួលខុសត្រូវស្លៀកពាក់មើលទៅដូចជាអ្នកគ្រប់គ្រងទូទៅម្ល៉េះស្មានតែខ្លួនឯងជាអ្នកគ្រប់គ្រងមែនទេអ្នកគ្រប់គ្រងអីទៅបើអញ្ចឹងខ្ញុំក៏ជាម្ដាយក្មេកសៀវដែរលោកលូឈិនទូដែលលោករកមកនេះមិនកើតសោះសម្ដែងហួសហេតុពេកហើយអ្នកគ្រប់គ្រងទូទៅអ្នកណាដែលជាអ្នកគ្រប់គ្រងទូទៅដើមមកម្នាក់ឯងមិនមានលេខាអំដំណើរផងលោកសិនមកបំពេញការងារត្រូវហើយខ្ញុំមានបានសម្គាល់ខ្លួនចាំខ្ញុំបង្ហាញឲ្យអ្នកមើលឲ្យច្បាស់សម្ដែងបានដូចណាស់រកមិនឃើញមែនទេភ្លេចយកមកឬក៏មិនបានធ្វើតាំងពីដើមត្រូវការឲ្យពួកយើងរងចាំអ្នកទៅធ្វើសិនទេប្រហែលជាគាត់មិនទាន់បានត្រៀមខ្លួនត្រូវតែទុកពេលឲ្យគាត់ខ្លះយ៉ាងណាក៏ចង់បោកប្រាស់គេត្រូវតែត្រៀមឧបករណ៍ឲ្យគ្រប់សិនមើលឲ្យច្បាស់នេះជាបានការងាររបស់ខ្ញុំសិនយូអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនហឺយូបាននេះឬមួយគាត់ជាលោកសិនមែនចុះលោកលូឈិនពិតឬខ្លាំងខ្លាយអីទៅកន្លែងធ្វើបានខ្លាំងខ្លាយមានច្រើនណាស់លោកលូឈិនលោកស្មានថាខ្ញុំឆត់ម្លេះមែនទេលោកនិងមនុស្សចាស់ម្នាក់នេះប្រកាសជាត្រូវរយគ្នាត្រៀមបានខ្លាំងខ្លាយមកទាំងអស់គ្រាន់តែចង់ឲ្យខ្ញុំអាម៉ាស់ធ្វើបានល្អណាស់ត្រូវតែឲ្យពួកបបប្រាស់នេះដឹងខ្លួនខ្លាំងណាស់លោកលូឈិនខ្ញុំស្គាល់លោកច្បាស់ណាស់លោកគ្រាន់តែចង់ធ្វើជាអ្នកមានចិត្តទូលាយនៅចំពោះមុខខ្ញុំដើម្បីឲ្យខ្ញុំស្ដាយក្រោយមែនទេខ្ញុំប្រាប់ឲ្យដឹងចុះលោកកាន់តែធ្វើបែបនេះខ្ញុំកាន់តែស្អប់ខ្ពើមលោកបែកគ្នាហើយនៅធ្វើរឿងច្រើនម្ល៉េះមិនមែនដោយសារតែដាច់ចិត្តពីខ្ញុំមិនបានទេលោកមកធ្វើខ្លួនជាសៀវបែបនេះមានតែធ្វើឲ្យខ្ញុំមើលងាយលោកកាន់តែខ្លាំងកូនស្រីខ្ញុំបោះបង់លោកចោលហើយនៅមករំខានទៀតមិនខ្មាស់គេទៅខ្ញុំប្រាប់ឲ្យដឹងចុះប្រសិនបើលោកសិនពិតប្រកាសដឹងថាឯងខ្លាញ់បន្លំដើរមកបោកប្រាស់ក្នុងក្រុមហ៊ុនគាត់ប្រកាសជាខឹងខ្លាំងណាស់ហើយដេញឯងដែលជាអ្នកខ្លាញ់ខ្លាយនេះចេញទី1ចាប់តាំងពីខ្ញុំដឹងថាអ្នកក្បត់ចិត្តខ្ញុំមកខ្ញុំមិនដែលគិតចង់មានអនាគតជាមួយអ្នកទេទី2គឺខ្ញុំទេដែលបោះបង់អ្នកទី3ក្នុងពេលដែលអ្នកមិនជឿលើទូនីតិរបស់ខ្ញុំចុះហេតុអ្វីមិនចូលទៅមើលគេហទំព័រក្រុមហ៊ុនដើម្បីពិនិត្យមើលលិខិតតែងតាំងរបស់ខ្ញុំទៅពេលនោះអ្នកនឹងដឹងការពិតទាំងអស់ចាំខ្ញុំទំនេរចាំខ្ញុំចូលមើលលោកឈឿនអ្នកគិតថាខ្ញុំជាក្មេងអាយុ3ឆ្នាំមែនទេ
ការបង្កើតគេហទំព័រคล้ายៗវាពិបាកត្រង់ណានៅលើអនឡាញមានគំរូគេហទំព័រច្រើនអ្នកចង់កែសម្រួលយ៉ាងណាក៏បានដែរសម័យនេះអ្វីក៏អាចក្លែងបន្លំបានដែរគេហទំព័រក្រុមហ៊ុននឹងជារឿងអីទៅគ្រាន់តែចំណាយលុយបន្តិចបន្តួចក៏មានគេធ្វើឲ្យដូចបេះបិទបានដែរលោកឈើងខ្ញុំមើលអ្នកដាច់តាំងពីយូរមកហើយទាំងពុតត្បុតទាំងគ្មានសមត្ថភាពមើលខ្លួនឯងទៅមើលគ្មានក្នុងបង្អែកគ្មានគេស្រឡាញ់គ្មានភាពឆ្លាតវៃខ្ញុំប្រាប់ឲ្យចុះខ្ញុំគួរតែចាក់ចេញពីមនុស្សអន់ដូចអ្នកតាំងពីយូរមកហើយអ្នកធ្វើឲ្យខ្ញុំខាត់ពេលអស់8ឆ្នាំអ្នកដឹងទេលោកឈឿនមិនដែលធ្វើឲ្យអ្នកខាត់ពេលទេគឺអ្នកទេដែលលោកខ្លួនឃើញលុយភ្លេចខ្លួន8ឆ្នាំមកនេះលោកឈឿនចំណាយលុយឲ្យអ្នកជាង8សែនយន់តែអ្នកបែរជាយកលុយនោះទៅចិញ្ចឹមប្រុសផ្សេងតើអ្នកណាដែលធ្វើឲ្យអ្នកណាខាត់ពេលអូទាន់មិនទាន់បានតំណែងផងចាប់ផ្ដើមធ្វើជាម្ចាស់ការហើយឯងជានរណាចេះតែរើសយករបស់ដែលកូនស្រីខ្ញុំបោះចោលអ្នកទាំងពីរម្នាក់គ្មានសមត្ថភាពម្នាក់ទៀតគ្មានភ្នែកមើលមនុស្សពិតជាស័ក្តិសមគ្នាខ្លាំងណាស់មិនដែរម៉ាក់ខ្ញុំនិយាយខុសមែនទេបុគ្គលិកតូចតាចបែបនេះមួយជីវិតនេះស័ក្តិសមតែនឹងមនុស្សអន់បែបនេះឯងមិត្តរួមថ្នាក់ខ្ញុំបារកគូកប់ត្រូវរកដូចលោកស៊ូមានក្នុងបង្អែកមានទំនាក់ទំនងមានអនាគតរកឃើញហើយអីយ៉ានេះវាអីទៅអ៊ីនធឺណិតមានបញ្ហាអ្វីរូបភាពមិនព្រមចេញសោះលោកឈឿនប្រព័ន្ធអ៊ីនធឺណិតកំពុងជួសជុលឥឡូវនេះចូលមិនបានទេហា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 ខ្ញុំដឹងហើយថាវាមិនមានអ្វីទាំងអស់គេហទំព័រអន់បែបនេះអ្នកណាក៏ធ្វើបានដែរលោកឈឿនការសម្ដែងរបស់អ្នកវាអន់ពេកហើយរូបថតក៏មិនហ៊ានដាក់ដែរខ្លាចគេដឹងការពិតមែនទេធ្វើគេហទំព័រคล้ายៗមកបោកគេចាស់ជ្រាហើយនៅជួយគ្នាធ្វើរឿងឈួតទៀតមិនខ្មាស់គេទេហេអ្នកទាំងពីរនេះនិយាយមិនស្ដាប់គ្នាតតែសោះប្រព័ន្ធអ៊ីនធឺណិតក្នុងក្រុមហ៊ុនពេលខ្លះវាគៀងអីទៀតកុំមកកុហកខ្ញុំថាអ្នកទាំងពីរមានពិរុទ្ធទើបមិនហ៊ានបង្ហាញសូម្បីតែរូបថតក៏មិនហ៊ានដាក់ហេគិតថាខ្ញុំមិនដែលឃើញពិភពលោកមែនទេធ្វើបានសម្គាល់ខ្លួនคล้ายៗគេហទំព័រคล้ายៗមកបោកអ្នកណាម្យ៉ាងទៀតបើអ្នកពិតជាអគ្គនាយកមែនចុះហេតុអ្វីបានជាលោកស៊ូមិនមកជួបអ្នកទោះជាអគ្គនាយកពិតប្រាកដនៅទីនេះក៏អាចធ្វើអ្វីបានគាត់តែងតែបោះការងារលំបាកឲ្យលោកស៊ូធ្វើទាំងអស់ពីមុននៅស្រុកកំណើតក៏គ្រាន់តែជាប្រុសស្អាតម្នាក់ដែលពឹងផ្អែកលើស្រីមានទ្រព្យដើម្បីឡើងតំណែងលោកប្រធានលីវបានប្រាប់ថាពូរបស់គាត់គ្រាន់តែសំណាងល្អប៉ុណ្ណោះកាន់កាប់តំណែងតែមិនធ្វើការមិនយូរមិនឆាប់នឹងត្រូវគេដេញចេញដល់ពេលនោះតំណែងអគ្គនាយកនឹងក្លាយជារបស់គាត់យុវជនមានសមត្ថភាពនិងមានការតាំងចិត្តល្អជាងពួកចាស់ជរាទាំងនេះទៅទៀតអ្នកទាំងពីរនេះអ្នកមែនទេដែលតាក់ទងជាមួយលីវស៊ូគាត់និយាយពីខ្ញុំបែបនេះមែនទេហេចុះបើមែនហើយតើមានបញ្ហាអ្វីលោកស៊ូនៅក្មេងមានសមត្ថភាពល្អជាងពួកចាស់ដូចជាអ្នកទៅទៀតហាហាហាល្អណាស់ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាលីវស៊ូឆ្នាំនេះកាន់តែមិនសមរម្យដែលពិតជាត្រូវបានស្រីដូចជាអ្នកធ្វើឲ្យខូចបែបនេះស្រីល្មមភ្លុយអ្នកនៅមានមុខមកញុះញង់ទំនាក់ទំនងពួកយើងទៀតចាស់ជ្រាហើយមាត់ក៏ឲ្យវាស្អាតបាត់បន្តិចទៅតើល្មមភ្លុយត្រង់ណាខ្ញុំទាំងក្មេងទាំងស្អាតគាត់មិនឲ្យលុយខ្ញុំតែចង់ឲ្យខ្ញុំធ្វើការឲ្យគាត់ដោយឥតគិតថ្លៃមែនទេផ្ទុយទៅវិញអ្នកឯងទេដែលមិនដឹងរឿងអ្វីសោះពាក្យទាំងនេះគឺគាត់ផ្ទាល់ជាអ្នកប្រាប់ខ្ញុំមិនមែនខ្ញុំចេះតែប្រឌិតនោះទេមនុស្សអព្រៃខ្ញុំទុកចិត្តគាត់ខ្លាំងណាស់មិននឹកស្មានថាគាត់លួចនិយាយដើមខ្ញុំពីក្រោយខ្នងបែបនេះខ្ញុំនឹងហៅគាត់មកឥឡូវនេះខ្ញុំចង់សួរគាត់ឲ្យច្បាស់ថាពាក្យទាំងនេះគាត់ពិតជាអ្នកនិយាយមែនឬអត់សម្ដែងបានដូចមែនទេណាធ្វើដូចមែនទេអ្នកគិតថាទូរស័ព្ទមួយខ្សែអាចបន្លាចខ្ញុំបានមែនទេហៅមកមើលខ្ញុំចង់ដឹងថាអ្នកអាចហៅអ្នកណាបានខ្លះហាហាហៅមកមើលចាំមើលអ្នកហៅមិនបានមកតើអ្នកនឹងដោះស្រាយយ៉ាងម៉េចហើយឯងទៀតមនុស្សគ្មានប្រយោជន៍ឲ្យមុខឲ្យមាត់បន្តិចចេះតែបានចិត្តចាំមើលទៅចាំដល់លោកប្រធានលីមកដល់ចាំមើលគាត់ដោះស្រាយជាមួយពួកឯងយ៉ាងម៉េចហេ
លោកលីលោកមកផ្នែកបុគ្គលិកឥឡូវនេះភ្លាមនេះនៅសម្ដែងទៀតមែនទេអ្នកទាំងពីរម្នាក់សម្ដែងជាសៀវម្នាក់សម្ដែងជាអ្នកគ្រប់គ្រងសម្ដែងបានល្អណាស់មិនក៏មិនទៅថតរឿងខ្លីទៅតាក់ទងផ្នែកសន្តិសុខឲ្យពួកគេមកនេះគឺលោកលូហានៅហៅផ្នែកសន្តិសុខទៀតលូឈឺអ្នកឈ្គួតទៅហើយមែនទេក្រុមសន្តិសុខជាមនុស្សដែលបុគ្គលិកតូចតាចដូចអ្នកអាចហៅបានមែនទេអ្នកទាំងអស់គ្នាឃើញហើយមែនទេមនុស្សម្នាក់នេះនិងមនុស្សចាស់ម្នាក់នេះខ្លែងបន្លំជាថ្នាក់ដឹកនាំមកបោកប្រាស់ក្នុងក្រុមហ៊ុនខ្លែងបន្លំអត្តសញ្ញាណមានទោសធ្ងន់ប៉ុណ្ណាអ្នកដឹងខ្លួនឯងហើយលោកប្រធានលីគឺជាអគ្គនាយកបើអ្នកជួយកូនស្រីខ្ញុំឥឡូវនេះចាំឲ្យកូនស្រីខ្ញុំជួយនិយាយល្អពីអ្នកការឡើងប្រាក់ខែគឺជារឿងងាយស្រួលគាត់និយាយត្រូវបើលូឈឿនត្រូវបានគេចាប់បានថាបន្លំខ្លួនតើមិនមែនពួកយើងទាំងអស់គ្នាសុទ្ធតែរងគ្រោះទេចុះបើវាជារឿងពិតវិញអ៊ីនធឺណិតមិនទាន់បង្ហាញព័ត៌មានអ្នកណាដឹងថាពិតឬមិនពិតចាប់ខ្លួនសិនទៅពួកអ្នកចង់ធ្វើអ្វីកុំចូលមកចិត្តអូស្មោះត្រង់ណាស់គួរឲ្យស្ដាយដែលអ្នកតាមខុសមនុស្សឆាប់ដេញពួកគេចេញទៅឈប់សិនបងស៊ូអ្នកមកតាន់ពេលល្មមជនបោកប្រាស់ពីរអ្នកនេះខ្លាញ់បន្លំជាបងស៊ូអ្នកវីខ្ញុំអ្នកហ៊ានវីខ្ញុំមែនទេវីអញហើយខ្ញុំថែមទាំងចង់ហែកមាត់អញទៀតផងនាងពិតជាល្ងងខ្លៅមែនធ្វើខុសគេហើយនៅមិនដឹងខ្លួនទៀតពូខ្ញុំសុំទោសនាងម្នាក់នេះមិនដឹងអីទេអ្វីដែលនាងនិយាយមិនពាក់ព័ន្ធនឹងខ្ញុំទេសុទ្ធតែជារឿងដែលនាងប្រឌិតឡើងទាំងស្រុងពូគាត់ពិតជាពូរបស់អ្នកមែនទេរឿងនេះជឿមិនបានសោះលីស៊ូអ្នកពិតជាខ្លាំងមែនណាក្នុងក្រុមហ៊ុនការងារលំបាកសុទ្ធតែអ្នកធ្វើទាំងអស់តំណែងជាអ្នកគ្រប់គ្រងទូទៅមិនគួរដល់ពេលដែលអ្នកត្រូវធ្វើវាហើយមែនទេពួកខ្ញុំមិនដែលនិយាយបែបនេះទេខ្ញុំមិនដែលនិយាយពាក្យទាំងនេះឡើយសុទ្ធតែជារឿងដែលនាងប្រឌិតឡើងទេនាងចង់បំបែកបំបាក់ទំនាក់ទំនងយើងនៅមិនទាន់ប្រញាប់សុំទោសពួកខ្ញុំទៀតលោកសិនខ្ញុំសុំទោសខ្ញុំពិតជាភ្នែកមិនដល់មែនខ្ញុំមិនដឹងថាអ្នកជាពូរបស់លោកស៊ូទេទាំងអស់នេះគឺដោយសារលូឈឿនគេទេដែលខ្លាញ់បន្លំខ្លួនជាសៀវគេបោកប្រាស់មនុស្សគ្រប់គ្នាទើបខ្ញុំស្គាល់អ្នកខុសទាំងអស់នេះសុទ្ធតែជាកំហុសគេបើលោកចង់បន្ទោសសូមបន្ទោសមែនហើយសុទ្ធតែជារឿងដែលលូឈឿនអាមនុស្សកំសាកនោះបង្កឡើងមិនពាក់ព័ន្ធនឹងពួកយើងទេលីស៊ូមិនបានជួបគ្នាយូរហើយណាលូឈឿនកុំស្មានថាបែកពីខ្ញុំហើយអ្នកអាចរស់នៅបានស្រួលចាំមើលពេលលីស៊ូបកអាក្រាតអ្នកចោះការងារក៏អ្នកគ្មានធ្វើដែរសឹមមុខហើយលោកលូទឹកបាតលោកពិតជាហត់នឿយហើយគឺដោយសារខ្ញុំគ្រប់គ្រងមិនបានល្អទើបធ្វើឲ្យមនុស្សមិនដឹងខ្យល់ទាំងនេះមកបង្កបញ្ហាដល់លោកស៊ូអ្នកធ្វើអីហ្នឹងគាត់ជាមនុស្សខ្លាំងខ្លាយទេគាត់គឺជាលូឈឿនអាមនុស្សគ្មានប្រយោជន៍នោះស្ងាត់មកទៅនេះគឺជាលោកលូសៀវនៃក្រុមហ៊ុនជាស្ថាបនិកគម្រោងធំរបស់យើងបើអ្នកហ៊ាននិយាយពាក្យមិនសមរម្យមួយម៉ាត់ទៀតខ្ញុំនឹងហែកមាត់អ្នកចោលតើអាចទៅរួចយ៉ាងម៉េចទៅមិនអាចទៅរួចទេអាមនុស្សអត់ប្រយោជន៍ម្នាក់នោះមិនក៏អាចជាលោកលូទៅបានចប់ហើយគាត់ពិតជាលោកលូមែនបើលោកលូដឹងរឿងនេះខ្លួនឯងក្បត់គេហើយនៅហ៊ានមកបង្កចំនួនទៀតចោលតំណែងសៀវទៅតាក់ទងនឹងមនុស្សដែលប្រាក់ខ្សែស្រឡាយភ្នែកមើលមនុស្សពិតជាអន់មែនលីវស៊ូតើពេលនេះអ្នកមានតំណែងអ្វីមនុស្សដែលកំពុងជាប់ការស៊ើបអង្កេត
នៅហ៊ានអង្គុយក្នុងការិយាល័យបញ្ជីគេឯងទៀតមនុស្សក្របង្កប់អ្នកនាំគ្នាស្ដាប់បង្កប់អ្នកគ្រប់យ៉ាងតើក្រុមហ៊ុនហឺយូត្រូវបដូរត្រកូលទៅជាលីវមែនទេលោកលូខ្ញុំមិនហ៊ានទេខ្ញុំមិនហ៊ានពិតមែនគឺពួកគេទេពួកគេមកអែបអបខ្ញុំដោយខ្លួនឯងមិនពាក់ព័ន្ធនឹងខ្ញុំទេអាមនុស្សគ្មានសមត្ថភាពលោកលូខ្ញុំត្រូវគេមួយបង្កាច់នេះជារឿងដែលអ្នកគ្រប់គ្រងធនធានមនុស្សមុនបន្សល់ទុកឲ្យពួកយើងសុទ្ធតែត្រូវគាត់បោកបញ្ឆោតខ្ញុំគឺជាជនរងគ្រោះទេអ្នកមុនអ្នកគ្រប់គ្រងធនធានមនុស្សមុនធ្វើការយ៉ាងឧស្សាហ៍អ្នកដេញគាត់ចេញដោយគ្មានមូលហេតុដើម្បីឲ្យក្មួយអ្នកចូលជំនួសហើយលើកដំកើងមនុស្សថ្មីដែលគ្មានបទពិសោធន៍លទ្ធផលគឺបែបនេះនេះហៅថាជនរងគ្រោះមែនទេលោកលូតើលោកធ្វើបាបខ្ញុំគ្រប់យ៉ាងព្រោះតែស្រីម្នាក់នេះមែនទេគឺវាជាអ្នកមកអូសទាញខ្ញុំវាប្រាប់ខ្ញុំថាសង្សារវាគ្រាន់តែជាមនុស្សអត់ប្រយោជន៍បើខ្ញុំដឹងថាវាជាសង្សាររបស់លោកខ្ញុំបោះបង់វាចោលយូរហើយលោកលូបើលោកចង់រកខុសសូមរកវាទៅកុំហៅខ្ញុំនាងនាំតែរឿងស៊ុយមកឲ្យខ្ញុំលូឈឿនមិនឃើញខ្ញុំកំពុងត្រូវគេធ្វើបាបទេមិនមកជួយខ្ញុំទៀតឯងជានរណាឯងមានតម្លៃអ្វីហ៊ានមកបញ្ជាខ្ញុំខ្ញុំថ្នាក់ថ្នមឯងដូចកែវភ្នែកកាត់ប្រាក់ខែខ្ញុំប្រគល់ឲ្យឯងផ្ទះក៏ដាក់ឈ្មោះឯងចុះឯងវិញខ្ញុំធ្វើការថែមម៉ោងរហូតឈឺឯងមិនដែលខ្វល់សំបីបន្តិចខ្ញុំក្តៅខ្លួន40អង្សាឯងឲ្យខ្ញុំទៅមន្ទីរពេទ្យម្នាក់ឯងអ្នកធ្លាប់ចាត់ទុកខ្ញុំជាមនុស្សដែរឬទេមិញនេះគាត់រុញអ្នកទៅរងគ្រោះជំនួសគាត់ផ្ទះកំភ្លៀងអ្នកនៅមុខគេហើយបោះបង់អ្នកចោលដូចសម្រាមចុះអ្នកវិញនៅទៅជួយនិយាយការពីគាត់ទៀតអ្នកមិនគិតថាខ្លួនឯងថោកទាបទេលូឈឿនឯងចេះរឹងក្បាលហើយភ្លេចហើយឬថាធ្លាប់រស់នៅដូចឆ្កែក្នុងផ្ទះខ្ញុំយ៉ាងម៉េចឥឡូវឯងធ្វើជាសៀវហើយក៏អស្ចារ្យណាស់មែនទេដល់ថ្នាក់ហ៊ានជេរខ្ញុំទៀតព្រោះតែខ្ញុំមិនភ្លេចនឹងហើយបានជាខ្ញុំមានអារម្មណ៍ថាស្ដាយតម្លៃខ្លួនឯងលោកលូគាត់ទើបតែចេញពីមន្ទីរពេទ្យអ្នកទូរស័ព្ទទៅមិនមែនសួរនាំពីសុខទុក្ខគាត់ទេតែបែរជាប្រាគាត់ទៅដោះស្រាយបញ្ហាប្អូនអ្នកទៅវិញអ្នកពិតជាចាត់ទុកគាត់ជាសង្សារមែនទេកុំមកធ្វើជាគួរឲ្យអាណិតនៅទីនេះលូឈឿនបើអ្នកប្រាប់ខ្ញុំតាំងពីដំបូងថាអ្នកឡើងតំណែងខ្ញុំនឹងធ្វើបែបនេះដាក់អ្នកលាក់បាំងខ្លួនឯងសោះហើយមកបន្ទោសថាខ្ញុំមើងងាយអ្នកចង់សាកល្បងចិត្តខ្ញុំតាំងពីដើមមកចិត្តអ្នកក៏មិនបរិសុទ្ធដែរបើអ្នកប្រាប់ថាអ្នកជាសៀវតាំងពីដំបូងកូនស្រីខ្ញុំនឹងទៅមានអ្នកថ្មីមែនទេសុទ្ធតែជាកំហុសរបស់អ្នកទាំងអស់អីចឹងតើត្រូវតែជាសៀវទើបអ្នកស្រឡាញ់ខ្ញុំមែនទេចុះ8ឆ្នាំមកនេះអ្នកស្រឡាញ់អ្វីស្រឡាញ់លុយខ្ញុំមែនទេអ្នកនៅមិនទាន់ឈប់មួយបង្កាច់ខ្ញុំទៀតឬបិទមាត់ទៅអ្នកហ៊ានបញ្ជាឲ្យខ្ញុំស្ងាត់លូឈឿនជាសៀវអ្នកគិតថាអ្នកអាចគេចផុតមែនទេអ្នកគិតថាគាត់នឹងលើកលែងឲ្យអ្នកមែនទេឯងឈួតហើយមែនខ្ញុំឈួតហើយអ្នកទាំងអស់គ្នាដឹងទេថាប៉ុន្មានឆ្នាំនេះគាត់ស៊ីសំណុកប៉ុន្មានគ្រាន់តែដៃខ្ញុំឆ្លងកាត់ក៏ជាង50ម៉ឺនយ៉នដែរឯងស្ងាត់មាត់ទៅចុះអ្នកទាំងអស់គ្នានេះវិញអ្នកទាំងអស់គ្នាមានអ្នកណាខ្លះមិនធ្លាប់ជូនកាដូឲ្យគាត់មានអ្នកណាខ្លះមិនធ្លាប់ត្រូវគាត់គៀបសង្កត់ឥឡូវមកធ្វើជាស្លូតត្រង់អីចប់ហើយលើកនេះចប់ពិតមែនហើយលោកម្ចាស់និយាយចប់ហើយឬលោកលូគាត់និយាយកុហកទេសុទ្ធតែគាត់ប្រឌិតឡើងលោកគុំជឿគាត់ឲ្យសោះសូមលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតក្នុងពេលដែលរឿងរ៉ាវឈានដល់ដំណាក់កាលនេះហើយអញ្ចឹងយើងធ្វើតាមច្បាប់អ្នកទាំងអស់គ្នានៅទីនេះត្រូវតែទទួលការស៊ើបអង្កេតគុំសង្ឃឹមថាអាចរត់ហើយអ្វីបានជាធ្វើបែបនេះមិនមែនពួកយើងជាអ្នកខ្ញុំមានទាំងចាស់ចរានិងកូនតើបាត់បង់ការងារនេះតើខ្ញុំត្រូវធ្វើដូចទាំងអស់នេះគឺព្រោះតែអ្នកធ្វើឲ្យពួកយើងវេទនេះហើយលុយសំណុកទាំងអស់គឺស្ថិតនៅក្នុងដៃខ្ញុំឯក្មេងម្នាក់នោះក៏មិនមែនជាមនុស្សល្អអ្វីដែរវាប្រកាសជាទម្លាយរឿងខ្ញុំចេញមកមិនខានមិនអាចបន្តឲ្យរឿងនេះរីកធំបានទេលោកលូវាហាក់ដូចជាមិនសមរម្យទេហើយអ្វីត្រូវពាក់ព័ន្ធដល់បុគ្គលិកទាំងមូលបើលេចជឿទៅខាងក្រៅវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនសិនយូតែលូស៊ូអាចគ្រប់គ្រងផ្នែកធនធានមនុស្សបានតាមចិត្តគឺសុទ្ធតែជាស្នាដៃរបស់អ្នកបើចង់ស៊ើបគឺត្រូវចាប់ផ្ដើមពីអ្នកមុនគេលោកលូកុំឲ្យវាហួសហេតុពេករឿងនេះបើកាន់តែធំវាក៏មិនមានផលល្អដល់លោកដែរខ្ញុំក៏មានឥទ្ធិពលខ្លះនៅក្នុងក្រុមប្រឹក្សាភិបាលដែរលោកប្រកាសជាមិនចង់ឲ្យតំណែងនាយកប្រតិបត្តិរបស់លោកញ័ររង្គើទេមែនទេលោកលូខ្ញុំសូមណែនាំឲ្យលោកគិតឲ្យច្បាស់អ្នកដែលនៅពីក្រោយខ្នងខ្ញុំលោកមិនអាចប៉ះពាល់បានទេល្អតោះនិយាយមករឿងខ្លះមិនចាំបាច់និយាយឲ្យច្បាស់ពេកទេលោកទើបតែទទួលបានតំណែងនេះគួរតែដឹងថាអ្នកណាដែលគួរឲ្យខ្លាចហើយអ្នកណាដែលមិនគួរទៅប៉ះពាល់បើថ្ងៃនេះលោកហ៊ានប៉ះពាល់ខ្ញុំថ្ងៃស្អែកនឹងមានអ្នកមកបង្កបញ្ហាដល់លោកមិនខានកុំធ្វើជាមនុស្សឆេវឆាវពេកអីធ្វើជាបិទភ្នែកម្ខាងបើកភ្នែកម្ខាងវាល្អសម្រាប់យើងទាំងពីរ
ថ្ងៃក្រោយខ្ញុំនឹងមើលថែក្មួយប្រុសខ្ញុំឲ្យល្អហើយលោកក៏អាចអង្គុយលើតំណែងនេះបានយ៉ាងរឹងមាំពួកយើងនឹងគ្មានបញ្ហាអ្វីនឹងគ្នាលោកលូរឿងនេះបើកាន់តែធំវាមិនល្អសម្រាប់អ្នកណាទេលោកទើបតែឡើងកាន់តំណែងហេតុអ្វីត្រូវធ្វើបាបខ្លួនឯងម្ល៉េះហ៎និយាយចប់ហើយមែនទេអោព្រះអើយចាប់តាំងពីថ្ងៃដែលខ្ញុំទទួលខុសត្រូវលើកិច្ចសន្យាខ្ញុំដឹងថាត្រូវតែប្រគល់ក្រុមហ៊ុនឲ្យទៅមនុស្សដែលមានភាពស្អាតស្អំពួកអ្នកដែលពុករលួយទាំងអស់នេះខ្ញុំនឹងមិនទុកឲ្យនរណាម្នាក់រួចខ្លួនឡើយតែក្រុមសន្តិសុខនៃណាពួកគេមកដល់ហើយកំពុងរងចាំការបញ្ជាពីលោកចោទប្រកាន់ពីបទស៊ីសំណូកនិងរំលោភអំណាចចាប់ខ្លួនភ្លាមបញ្ជូនទៅផ្នែកច្បាប់ដើម្បីស៊ើបអង្កេតលោកឡូឆិនអ្នកនឹងស្ដាយក្រោយចាំមើលចុះនឹងមានគេមករកអ្នកមិនខានពូជួយខ្ញុំផងជួយខ្ញុំផងខ្ញុំមិនចង់ជាប់គុកទេលោកឡូឆិនអ្នកហ៊ានប៉ះពាល់ខ្ញុំមែនទេចាំមើលចុះអ្នកនឹងត្រូវដកតំណែងឈប់សិនលោកឡូលទ្ធផលស៊ើបអង្កេតចេញហើយរឿងលោកសិននិងប្រធានលីវគឺខ្វះភស្តុតាងមិនអាចចោទថាស៊ីសំណូកបានទេរឿងនេះបញ្ចប់ត្រឹមនេះចុះសូមលោកដោះលែងពួកគេទៅបញ្ជារបស់អ្នកណារឿងខ្លះមិនចាំបាច់និយាយច្បាស់ពេកទេលោកឡូលោកជាមនុស្សឆ្លាតគួរតែដឹងពីផលវិបាកនៃការប្រឆាំងក្រុមប្រឹក្សាភិបាលចុះបើខ្ញុំមិនពោមអញ្ចឹងក៏អាស្រ័យលើការសម្រេចចិត្តរបស់លោកស៊ូឈីឈីស៊ូឈៀនឈៀនឯកសារចូលធ្វើការរបស់អ្នកមានបញ្ហាក្រុមប្រឹក្សាសម្រេចឲ្យអ្នកឈប់ធ្វើការភ្លាមតែឯកសាររបស់ខ្ញុំសុទ្ធតែជារបស់ពិតហ៎ពិតឬមិនពិតក្រុមប្រឹក្សាជាអ្នកសម្រេចខ្ញុំនឹងដោះលែងពួកគេតែពួកអ្នកចាំទុកឲ្យច្បាស់លើកក្រោយកុំឲ្យខ្ញុំចាប់បានទៀតឲ្យសោះលោកឡូលោកពិតជាអត់ធ្មត់ណាស់លោកធ្វើជាសៀវបែបនេះពិតជាគ្មានន័យសោះសង្សារខ្លួនឯងទៅមានសហាយឥឡូវសំបីតែលេខាក៏ស្ទើរតែការពីមិនបានផងគ្មានក្នុងបង្អែកក៏ត្រូវតែទទួលស្គាល់ការពិតទៅមួយដៃនេះជាមេរៀនសម្រាប់អ្នកបើហ៊ានមាត់ដាច់ទៀតមិនមែនចប់ត្រឹមមួយដៃនេះទេយងឈិនអ្នកហ៊ានវីខ្ញុំមែនទេចាំមើលចុះខ្ញុំនឹងទៅប្តឹងក្រុមប្រឹក្សាឥឡូវនេះមិនទាន់ដាច់ទឹកដោះចេះតែចង់ប្តឹងវីគឺវីឯងហ្នឹងបើហ៊ានមាត់ដាច់ទៀតខ្ញុំនឹងមិនទុកមុខឲ្យទេលោកលេខាលោកឃើញហើយមែនទេគាត់ហ៊ានប្រហារហិង្សាខ្ញុំបានថយមួយជំហានរួចហើយលេខាកុំព្យាយាមលូកដៃហួសព្រំដែនខ្ញុំឲ្យសោះគ្រាន់តែជារឿងតូចតាចទេលោកលូរឿងនេះក្រុមប្រឹក្សាភិបាលមិនយកមកដាក់ក្នុងចិត្តទេទៅវិញទៅគុំនៅទីនេះឲ្យខ្មាស់គេលីវឈឿនចាំមើលសិនទៅខ្ញុំនឹងធ្វើឲ្យអ្នកធ្លាក់ពីតំណែងឆាប់នេះលោកលូនៅតែមិនអាចបំភ្លេចខ្ញុំបានមែនតែគាត់វីលីវស៊ូក៏ព្រោះតែខ្ញុំគាត់នៅតែមានចិត្តលើខ្ញុំពិតមែនអុយសៀវស៊ូកូនធ្វើអីហ្នឹងម៉ាក់មិនយល់ទេលោកលូកំពុងតែខឹងបានជាគាត់និយាយពាក្យសម្ដីខ្លាំងពេលនេះគាត់បាត់ខឹងហើយខ្ញុំបានដាច់ចិត្តពីលីវស៊ូរួចគាត់ប្រកាសជាមកសុំខ្ញុំត្រូវគ្នាវិញលោកលូខ្ញុំយល់ព្រមហើយយើងត្រូវគ្នាវិញចុះជប់ធ្វើខ្លួនឆ្មើងឆ្មៃទៅរឿងដែលអ្នកសាកល្បងចិត្តខ្ញុំកន្លងមកខ្ញុំមិនប្រកាន់ទេស្នេហា8ឆ្នាំមិនមែនជារឿងងាយស្រួលទេពីមុនអ្នកសុំខ្ញុំរៀបការខ្ញុំមិនព្រមព្រោះពេលនោះអ្នកមិនទាន់ខំប្រឹងប្រុសម្នាក់គ្មានការងារគ្មានមុខមាត់តើយកអ្វីមកចិញ្ចឹមគ្រួសារឥឡូវអ្នកធ្វើជាសៀវហើយក៏សុំនឹងខ្ញុំដែរខ្ញុំយល់ព្រមយើងរៀបការនឹងគ្នាទៅថាអ្វីខ្ញុំដឹងថាអ្នកក៏មិនអាចដាច់ចិត្តពីខ្ញុំដែរនេះជាឱកាសចុងក្រោយហើយចាប់យកវាឲ្យល្អខ្ញុំនៅតែចាត់ទុកអ្នកជ្រើសហើយកូនប្រសាម៉ាក់ដឹងថាអ្នកជាក្មេងល្អម៉ាក់ចាត់ទុកអ្នកជាគ្រួសារយូរហើយក្នុងពេលដែលអ្នកនឹងស៊ីវស៊ូនៅមានចិត្តនឹងគ្នាយើងគួរតែសម្រេចរឿងនេះឲ្យហើយរៀបចំពិធីមង្គលការឲ្យឆាប់ទៅមែនហើយរឿងស៊ីវស៊ូអ្នកក៏ត្រូវជួយរៀបចំដែរគាត់ឥឡូវនៅគ្មានការងារធ្វើទេអ្នកជាបងថ្លៃមិនជួយរកតំណែងឲ្យគាត់ទេម៉ាក់ឃើញតំណែងប្រធានផ្នែកគឺសំនឹងគាត់ណាស់
សមត្ថភាពសៀវសួនមិនអន់ទេធ្វើជាប្រធានផ្នែកគឺលើសពីគ្រប់គ្រាន់ក្នុងនាមជាបងថ្លៃជួយជ្រោមជ្រែងប្អូនថ្លៃគឺជាការគួរដល់ពេលនោះឲ្យសៀវសួនធ្វើការជាជំនួយការអ្នកទៅគ្រួសារយើងនឹងកាន់តែមានបានពួកអ្នកមិនខ្មាស់អ៊ីនខ្លះទេនាងផឹកក្បត់គេ3ឆ្នាំយកលុយលោកលូទៅចិញ្ចឹមប្រុសផ្សេងថែមទាំងជេរប្រមាថនឹងជន់ឈ្លីគាត់នៅចំពោះមុខគេទៀតដល់ពេលដឹងថាគាត់ជាសៀវក៏ចង់ត្រឡប់មកវិញមិននឹកស្មានថាលើលោកនេះមានមនុស្សមុខក្រាស់បែបនេះសោះអូនាងគ្រាន់តែជាអ្នកក្រៅសោះចេះមាត់កម្លាំងម្លេះខ្ញុំជាមួយលូឈឿនស្រឡាញ់គ្នា8ឆ្នាំគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់នាងស្មានថាពាក្យសម្ដីប៉ុន្មានម៉ាត់របស់នាងអាចបំបែកពួកយើងបានមែនទេរឿងប្តីប្រពន្ធគេអ្នកក្រៅដូចនាងមានសិទ្ធិអ្វីមកជ្រៀតជ្រែកខ្ញុំមើលទៅនាងច្បាស់ជាចង់ឆ្លៀតឱកាសដណ្ដើមសង្សារកូនស្រីខ្ញុំហើយលូឈឿនស្រឡាញ់ខ្ញុំក្នុងចិត្តគាត់មានតែខ្ញុំម្នាក់ចុះបើផិតក្បត់វិញមានអីមនុស្សស្រីទៅក្រៅហត់នឿយមកផ្ទះបញ្ចេញកំហឹងខ្លះជារឿងធម្មតាខ្ញុំក៏និយាយហើយថាខ្ញុំមិនប្រកាន់ទេគ្រាន់តែរស់នៅជាមួយគ្នាធម្មតាទៅបានហើយពួកគេស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នាមិនមែនស្រីស្រុកណាអាចមកបំបែកបានទេលូឈឿនមកយាយឯងនៅទីនេះលេខាស្រីម្នាក់នេះទើបតែជាប្រពន្ធថែងដេញនាងចេញទៅឲ្យនាងដឹងថាការធ្វើបាបគ្រួសារយើងមានលទ្ធផលបែបណាខ្ញុំពិតជាចង់ដឹងណាស់ពួកអ្នកយកភាពក្លាហានមកពីណាឯងនិយាយអីនាងផិតក្បត់ខ្ញុំ3ឆ្នាំចាយលុយខ្ញុំទៅចិញ្ចឹមប្រុសផ្សេងជេរប្រមាថខ្ញុំនៅចំពោះមុខគេឥឡូវចង់ត្រឡប់មកវិញដើម្បីរៀបការជាមួយខ្ញុំថែមទាំងចង់ឲ្យខ្ញុំដាក់អូនប្រុសនាងឲ្យធ្វើជាប្រធានផ្នែកទៀតខ្ញុំមិនមែនជាមនុស្សចូលចិត្តឲ្យគេបំពាក់មុខខៀវទេត្រូវគេប្រើដូចឆ្កែ8ឆ្នាំឥឡូវនាងនៅចង់ឲ្យខ្ញុំដឹងគុណហើយរៀបការជាមួយនាងឈួតមែនទេលូឈឿនខ្ញុំនិយាយច្បាស់ហើយណាមិនអាចផ្សះផ្សាមិនអាចរៀបការគុំសុបិនអីនាំម៉ែឯងទៅឲ្យឆ្ងាយទៅលូឈឿននិយាយអីមិញខ្ញុំស្ដាប់មិនឮបើអញ្ចឹងខ្ញុំនិយាយម្ដងទៀតនាំម៉ែឯងទៅឲ្យឆ្ងាយពីមុខខ្ញុំភ្លាមអញហ៊ាននិយាយជាមួយខ្ញុំបែបនេះមែនទេសៀវកូនមើលគាត់ទៅគ្រាន់តែបានធ្វើជាសៀវក៏ភ្លេចខ្លួនដែរម៉ែក្មេកអ្នកមានសិទ្ធិអីមកនិយាយកាលពីមុនខ្ញុំលុតជង្គង់សុំអ្នកឲ្យកូនស្រីអ្នករៀបការជាមួយខ្ញុំចង់ហៅអ្នកថាម៉ែតែអ្នកឆ្លើយមកវិញថាអ្នកថាខ្ញុំជាអ្នកក្រមិនសមហៅអ្នកថាម៉ែទេកុំធ្វើឲ្យត្រចៀកខ្ញុំស្មោកគ្រោកអីខ្ញុំខំជួយគ្រួសារអ្នកតែអ្នកលេងហ្គេមចាញ់ក៏យកទឹកមកជេរដាក់ខ្ញុំអ្នកធ្វើឲ្យខ្ញុំលុតជង្គង់ពាក់ស្បែកជើងឲ្យអ្នកទៀតអ្នកថែមទាំងចាក់ទឹកសម្លដាក់ខ្លួនខ្ញុំនៅរោងបាយឥឡូវចង់ឲ្យខ្ញុំត្រឡប់ទៅរកអ្នកវិញអ្នកមានសិទ្ធិអីរឿងនឹងវាចាស់ទៅហើយសម្រាប់ខ្ញុំវាគ្មានថ្ងៃបញ្ចប់ទេអ្នកមិនមែនធ្លាប់និយាយថាខ្ញុំមិនស្មោះត្រង់នឹងអ្នកទេថ្ងៃដែលខ្ញុំឡើងតំណែងមនុស្សដំបូងដែលខ្ញុំចង់ប្រាប់គឺអ្នកខ្ញុំទិញផ្កាទិញចិញ្ចៀនចង់ធ្វើឲ្យអ្នកភ្ញាក់ផ្អើលតែអ្វីដែលខ្ញុំឃើញគឺអ្វីអ្នកជាមួយលីវស៊ូនៅក្នុងផ្ទះដែលខ្ញុំទិញនៅលើក្រែដែលខ្ញុំដេកធ្វើរឿងស្មោកគ្រោកបែបនេះនោះជាផ្ទះដែលខ្ញុំត្រៀមទុកសម្រាប់សុំអ្នករៀបការឥឡូវអ្នកមកប្រាប់ខ្ញុំថាវាជារឿងអតីតកាលអ្នកធ្វើឲ្យខ្ញុំខ្ពើមរអិមណាស់បើកាលពីមុនមិនអាចរួមសុខរួមទុក្ខជាមួយគ្នាបានឥឡូវក៏កុំសង្ឃឹមថាខ្ញុំនឹងត្រឡប់ទៅវិញលូឈិនអ្នកចិត្តចង្អៀតពេកហើយរឿងប៉ុណ្ណឹងសោះចាំទុកក្នុងចិត្តយូរម្ល៉េះតើអ្នកភ្លេចពាក្យសន្យាថានឹងស្រឡាញ់ខ្ញុំមួយជីវិតហើយមែនទេអ្នកនៅជាប្រុសដែរឬទេបាទខ្ញុំចិត្តចង្អៀតបែបនេះឯងការក្បត់ការមើលងាយទាំងនេះខ្ញុំមិនភ្លេចមួយជីវិតទេហើយអ្នកទេដែលក្បត់ពាក្យសន្យាមុនខ្លួនឯងក្បត់គេហើយនៅមានមុខមកថាគេចិត្តចង្អៀតពិតជាមុខក្រាស់មែនស្រឡាញ់គ្នា8ឆ្នាំគេឲ្យចិត្តឲ្យថ្លើមតែអ្នកវិញយកលុយឈីមញើគេទៅចិញ្ចឹមប្រុសក្មេងឥឡូវនៅមានមុខមកសុំគេត្រឡប់ទៅវិញពិតជាមិនដែលឃើញពីមុនមកសោះបាត់គេ3ឆ្នាំហើយនៅមានមុខមកធ្វើជាគួរអាណិតពិតជាហួសចិត្តមែនពួកអ្នកចេះដឹងអីខ្លះពួកអ្នកគ្រាន់តែខ្លាចគាត់ដេញចេញមែនទេម្យ៉ាងទៀតខ្ញុំនៅជាមួយគាត់ដល់ទៅ8ឆ្នាំមកនេះតើខ្ញុំមិនអាចធ្វើខុសម្ដងទេតើមានស្រីណាដែលមិនធ្លាប់ធ្វើខុសខ្លះពួកអ្នកមានសិទ្ធិអីមកជាខ្ញុំជឿនខ្ញុំរងចាំអ្នកយូរណាស់ហើយអ្នកបែរជាឡើងតំណែងសៀវហើយធ្វើមិនស្គាល់ខ្ញុំទៅវិញអ្នកវាពិតជាមនុស្សអត់គុណមនុស្សក្បត់ចិត្តអ្នកធ្លាប់ធ្វើអ្វីខ្លះដាក់ខ្ញុំអ្នកដឹងខ្លួនឯងច្បាស់ជាងគេខ្ញុំមិនចង់តាក់ទងជាមួយអ្នកទៀតទេផ្នែកសន្តិសុខនាំនាងចេញទៅលូឈឿនអ្នកហ៊ានមែនទេអ្នកមានសិទ្ធិអីមកដេញពួកយើងអ្នកវាពិតជាមនុស្សគ្មានបេះដូងមែនខ្ញុំមិនទៅទេខ្ញុំមិនទៅទេត្រូវតែរៀបការជាមួយកូនស្រីខ្ញុំវិញលូឈឿនអ្នកវាពិតជាអាក្រក់ណាស់អ្នកនឹងត្រូវស្ដាយក្រោយមនុស្សអត់គុណអ្នកនឹងជួបកម្មពីមិនខានចាំមើលទៅអ្នកដែលបោះបង់ប្រពន្ធដើមអ្នកនឹងត្រូវទទួលទោសខ្ញុំមិនទុកអ្នកឲ្យនៅសុខទេចាំមើលទៅ
មិនយូរទេខ្ញុំនឹងធ្វើឲ្យអ្នកបាត់បង់កេរ្តិ៍ឈ្មោះលូស៊ូឯងមកនេះបុគ្គលិកទាំងអស់ក្នុងផ្នែកនេះចាប់ពីថ្ងៃនេះទៅឈប់ទទួលការស៊ើបអង្កេតទៀតមិនបាច់ទៅណាទាំងអស់លោកលូពួកយើងពិតជាមិនដឹងរឿងប្រធានលូទេលោកលូខ្ញុំមានទាំងចាស់ចរានិងកូនតូចត្រូវចិញ្ចឹមការងារនេះសំខាន់សម្រាប់ខ្ញុំណាស់ពេលគាត់ទទួលលុយពួកអ្នកមិនដឹងមែនទេពេលគាត់រៀបចំសាច់ញាតិចូលធ្វើការពួកអ្នកមិនដឹងមែនទេក្រុមហ៊ុនយើងមិនមែនជាកន្លែងលេងរបស់គាត់ទេអ្នកណាស្អាតស្អំគឺមិនអីទេកុំគិតថាអាចគេចផុតឲ្យសោះសិនយូនិងលូស៊ូហ៊ានធ្វើបែបនេះសូម្បីតែក្រុមប្រឹក្សាភិបាលក៏ចេញមុខដែរប្រហែលជាអ្នកនៅពីក្រោយមានអំណាចជាងក្រុមប្រឹក្សាភិបាលទៅទៀតគេថាសិនយូធ្លាប់មានអ្នកចិញ្ចឹមតើអាចទៅរួចទេឈៀនជួយពិនិត្យទំនាក់ទំនងរបស់សិនយូឲ្យខ្ញុំផងផ្ដោតលើអ្នកណាខ្លះក្នុងក្រុមប្រឹក្សាភិបាលដែលស្និទ្ធជាមួយគាត់ស៊ូឈៀនលោកលូខ្ញុំមិនអីទេមិញលោកឲ្យខ្ញុំពិនិត្យរឿងអ្វីដែរឈៀនតើអ្នកមានរឿងក្នុងចិត្តមែនទេតាំងពីមិញមកអ្នកហាក់ដូចជាមិនសូវចង់អារម្មណ៍សោះមានរឿងអីមែនទេលោកលូអ្នកពិតជាចិត្តល្អណាស់សូម្បីតែមនុស្សដូចជាមិត្តរួមថ្នាក់អ្នកក៏លោកនៅតែជួយដល់ចំពោះមិត្តភក្តិនិងបុគ្គលិកក្រោមបង្គាប់ក៏លោកយកចិត្តទុកដាក់ខ្ញុំគ្រាន់តែគិតថាអនាគតទៅនឹងមានមនុស្សល្អជាងនេះនៅក្បែរលោកខ្ញុំមានអារម្មណ៍មិនសូវស្រួលសោះខ្ញុំមិនបានមានន័យអីផ្សេងទេណាពេលដែលស៊ើបអង្កេតរឿងមិត្តរួមថ្នាក់អ្នកផឹកក្បត់ខ្ញុំក៏បានពិនិត្យមើលលូស៊ូនិងសិនយូដែរពីមុនមកនឹងមែនទេបាទសិនយូត្រូវបានប្រធានក្រុមហ៊ុននេះមុនគេគ្រាន់តែជាបុគ្គលិកលក់ធម្មតានៅស្រុកកំណើតប៉ុណ្ណោះគ្មានក្នុងបង្អែកអ្វីទាំងអស់ហើយពេលវេលាក៏ចៃដន្យខ្លាំងណាស់ចូលធ្វើការមិនទាន់បានកន្លះឆ្នាំផងសិនយូក៏ឡើងតំណែងដល់បុគ្គលិកលក់ខ្លាយជាអ្នកគ្រប់គ្រងផ្នែកភ្លាមពេលនោះបុគ្គលិកជាច្រើនមិនពេញចិត្តទេតែប្រធានក្រុមហ៊ុននៅតែទូចចង់បានគេប្រធានជ្រើសរើសដោយផ្ទាល់មិត្តរួមថ្នាក់អ្នកធ្លាប់និយាយថាសិនយូជាប្រុសចិញ្ចឹមរបស់ស្រីអ្នកមានតែស្រីអ្នកមានម្នាក់នោះមានទំនាក់ទំនងអ្វីជាមួយប្រធានក្រុមហ៊ុនឬខ្ញុំធ្លាប់ជួបប្រធាន2 ដងគាត់ជាមនុស្សស្មោះត្រង់ហើយសុខភាពគាត់ក៏មិនសូវល្អជួយដេកលើគ្រែរហូតចុះហេតុអ្វីបានជាគាត់តាក់ទងជាមួយខ្ញុំក៏គិតថាវាចម្លែកដែរកេរ្តិ៍ឈ្មោះរបស់ប្រធានក្នុងវិស័យនេះល្អណាស់គាត់មិនដែលទទួលសំណូកឬធ្វើរឿងមិនល្អឡើយមនុស្សដូចសិនយូមិនគួរណាគាត់ចាប់អារម្មណ៍សោះលើកលែងតែមានរឿងអ្វីដែលយើងមិនដឹងសិនយូត្រូវបានជ្រើសរើសពិសេសឡើងតំណែងលឿនហើយប្រធានរឿងទាំងអស់នេះមិនមែនជាស្ទីលរបស់ប្រធានទេលោកលូសង្ស័យរឿងអ្វីខ្ញុំសង្ស័យថាប្រធានប្រហែលជាត្រូវបានគេបោកបញ្ឆោតឬក៏មានអ្នកណាម្នាក់យកឈ្មោះគាត់ទៅប្រើរឿងខ្លះសួរផ្ទាល់ទើបដឹងច្បាស់ពួកមើលងាយអ្នកដទៃហ៊ានរុញខ្ញុំមែនទេពួកឯងក៏គ្រាន់តែជាឆ្កែដែលលូឈឿនចិញ្ចឹមប៉ុណ្ណោះចាំមើលចោះវាអួតបានមិនយូរទេសៀវស៊ូឥឡូវយើងគួរធ្វើម៉េចលូឈឿនអាំនោះក្បត់នោះវាលែងស្គាល់យើងហើយសៀវស៊ូតើពេលនេះគួរធ្វើយ៉ាងណាលូឆឹងដែលជាមនុស្សអត់គុណនោះមិនព្រមទទួលស្គាល់ពួកយើងទេយើងក៏បានធ្វើឲ្យលោកប្រធានលីខឹងដែរខ្លាចអីនាងលីវស៊ូស្អប់លូឈឿនខ្លាំងណាស់យើងមានសត្រូវរួមគ្នាខ្ញុំទៅរកគាត់នឹងជួយខ្ញុំតែមិញនេះយើងទើបតែធ្វើឲ្យគាត់ខឹងគាត់ថែមទាំងទះកំភ្លៀងអ្នកទៀតចុះបើទះចុះយ៉ាងម៉េចឲ្យតែអាចផ្ដួលលូឈឿនបានគាត់នឹងមិនបដិសេធឡើយលូឈឿនបងមានជីវិតល្អហើយចង់បោះបង់អូនចោលមែនទេខ្ញុំមិនឲ្យបងរស់នៅស្រួលឡើយលូឈឿនពិតជាមានសមត្ថភាពមែនប្រគល់គម្រោងធានឈុងឲ្យអ្នកគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់ខ្ញុំអរគុណលោកប្រធានដែលបានសរសើរក្រុមហ៊ុនមានថ្ងៃនេះក៏ព្រោះតែគ្រឹះដែលលោកបានកសាងលោកលូពិតជាពូកែណាស់លើថាថ្មីនេះធ្វើឲ្យផ្នែកបុគ្គលិកចលាចលខ្លាំងណាស់យុវជនមានភាពស្វាហាប់ជារឿងល្អតែកុំឲ្យហួសហេតុពេកលោកស្រីនិយាយត្រូវហើយគ្រាន់តែក្នុងក្រុមហ៊ុនមានមនុស្សមិនល្អច្រើនបើមិនសម្អាតទេគម្រោងធានឈុងក៏មិនអាចដំណើរការទៅមុខបានដែរមនុស្សមិនល្អលោកលូនិយាយបែបនេះមិនសមទេអ្នកខ្លះអាចនៅក្រុមហ៊ុននេះបានយូរឆ្នាំរមែងមានហេតុផលរបស់គេអ្នកទើបតែមកថ្មីកុំចង់កែប្រែអ្វីគ្រប់យ៉ាងឲ្យសោះ
អ្នកកុំនិយាយច្រើនពេកខ្ញុំនិយាយនេះក៏ដើម្បីល្អសម្រាប់លោកលូដែរមិនចេះច្បាប់ទម្លាប់ងាយនឹងធ្វើឲ្យគេខឹងណាស់ដោយសារអ្នកកាន់គម្រោងធានឈុងការបែងចែកភាគហ៊ុនខ្ញុំបានឲ្យគេរៀបចំរួចហើយអ្នកយក 30% ក្រុមហ៊ុនយក 70% ធ្វើបែបនេះអ្នកក៏មានអារម្មណ៍ថាជាម្ចាស់ក្រុមហ៊ុនហើយក្រុមហ៊ុនក៏អាចទុកចិត្តបានលោកប្រធាននេះ 30% លោកវង្វេងហើយមែនទេគេគ្រាន់តែជាអ្នកធ្វើការឲ្យអ្វីបានភាគហ៊ុនច្រើនម្ល៉េះអ្នកដឹងអ្វីគម្រោងធានឈុងគឺគេជាអ្នកបង្កើតឡើងដោយផ្ទាល់ដៃបើគ្មានគេគម្រោងនេះក៏មិនកើតឡើងដែរលូឈឿនឲ្យអ្នកឃើញរឿងកំ pl ែងហើយមនុស្សចាស់ហើយសុខភាពក៏មិនសូវល្អលោកប្រធានត្រូវថែរក្សាសុខភាពផងឆ្នាំមិញនេះពិតជាមានប្រសិទ្ធភាពលឿនមែនគឺលោកស្រីចំណាយលុយច្រើនដើម្បីរកអស្ចារ្យបុរាណពីជនបទមកជូនលោកវាពិតជាត្រូវនឹងជំងឺចាស់របស់ខ្ញុំណាស់ខ្ញុំញ៉ាំវាជាងកន្លះឆ្នាំមកហើយវាពិតជាធូរស្រាលច្រើនមែនមិនដឹងថាថ្នាំបុរាណនេះផ្សំពីអ្វីខ្លះទេខ្ញុំស្គាល់គ្រូពេទ្យចិនពូកែមួយចំនួនប្រហែលជាអាចជួយពិនិត្យមើលជូនលោកប្រធានបានអរគុណលោកលូដែលខ្វល់ខ្វាយនេះជាថ្នាំដំណពូជពីខាងគ្រួសារខ្ញុំមិនងាយនឹងឲ្យអ្នកក្រៅដឹងទេលោកប្រធានតាមពិតថ្ងៃនេះខ្ញុំមកក៏ចង់សួររឿងមួយដែរគឺជារឿងរបស់លោកស៊ិនយូគាត់ជួបអ្នកយូហើយប្រហែលជាហត់ហើយទុកថ្ងៃក្រោយចាំនិយាយគ្នាបន្តទៀតចុះក៏មែនដែរខ្ញុំពិតជាមានអារម្មណ៍ងុយខ្លះហើយខ្ញុំជូនលោកទៅសម្រាប់លោកប្រធានខ្ញុំជូនលោកទៅសៀវលូគម្រោងធានឈុងផ្ញើលើអ្នកហើយរឿងក្នុងក្រុមហ៊ុនអ្នកចង់ធ្វើអ្វីក៏ធ្វើចុះលោកប្រធានមានន័យថាម៉េចឲ្យសិទ្ធិខ្ញុំកាន់តែច្រើនលោកលូយុវជនមានភាពក្លាហានជារឿងល្អតែត្រូវចេះយល់ពីកាលៈទេសៈដែររឿងខ្លះបើដឹងជ្រៅពេកមិនល្អសម្រាប់ខ្លួនឯងទេយុវជនមានភាពក្លាហានជារឿងល្អតែក្នុងកន្លែងធ្វើការក៏មានច្បាប់ទម្លាប់ដែរអ្នកទៅតែមកថ្មីកុំស្មានថាធ្វើបានលទ្ធផលបន្តិចបន្តួចអាចធ្វើអ្វីតាមចិត្តបានរឿងខ្លះមិនមែនជារឿងដែលអ្នកគួរលូកដៃទេលោកស្រីចង់សំដៅលើរឿងអ្វីរឿងរបស់ស៊ិនយូអ្នកតាមស៊ើបចុះឡើងបែបនេះមានន័យអ្វីហេតុអ្វីត្រូវធ្វើបាបខ្លួនឯងបែបនេះទុកមុខឲ្យបងស្រីម្នាក់នេះខ្លះទៅបោះបង់ចោលទៅអ្នកនៅក្មេងហើយមានសមត្ថភាពធ្វើជាសៀវឲ្យមានស្ថិរភាពមិនល្អជាងទេហេតុអ្វីត្រូវនាំរឿងដាក់ខ្លួនបែបនេះបើអ្នកព្រមស្ដាប់តាមបងស្រីនឹងបង្ហាញផ្លូវភ្លឺស្វាងឲ្យអ្នកលោកស្រីចង់ឲ្យខ្ញុំធ្វើការឲ្យលោកស្រីមែនទេបងស្រីនឹងមិនឲ្យអ្នកខាត់បងឡើយអ្នកឯងវាលោកស្រីសូមគោរពខ្លួនឯងផងលូឈឿនអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីខ្ញុំដឹងច្បាស់ពីអ្វីដែលខ្ញុំកំពុងធ្វើលោកស្រីរឿងត្រួតពិនិត្យនោះខ្ញុំនឹងស៊ើបអង្កេតរឿងនេះឲ្យដល់ទីបំផុតហើយនឹងបញ្ជូនរឿងនេះទៅផ្នែកច្បាប់អ្នកគិតថាអ្នកជានរណាគ្រាន់តែជាអ្នកស៊ីឈ្នួលគេសំខាន់ខ្លួនឯងពេកហើយលោកប្រធានប្រគល់ក្រុមហ៊ុនឲ្យខ្ញុំមើលការខុសខ្ញុំមានកាតព្វកិច្ចសម្អាតក្រុមហ៊ុនឲ្យស្អាតស្អំទោះបីជាអ្នកនៅពីក្រោយខ្នងគាត់ជានរណាក៏ដោយលោកស្រីសូមប្រយ័ត្នខ្លួនផងមនុស្សមិនស្គាល់កាលៈទេសៈក្នុងពេលដែលអ្នកមិនឲ្យតម្លៃខ្ញុំកុំបន្ទោសថាខ្ញុំមិនគួរសមឲ្យសោះស៊ិនយូកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយខ្ញុំនឹងបណ្ដេញលូឈឿនចេញពីក្រុមហ៊ុនកុំធ្វើឲ្យខ្ញុំខកចិត្តឲ្យសោះ
សាក់ភ្លក់រសជាតិរបស់បងស្រីទៅហើយអ្នកនឹងដឹងថាអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើថ្នាំនេះមិនមែនសម្រាប់ព្យាបាលទេផ្ទុយទៅវិញវាដូចជាថ្នាំពោលទៅវិញឈៀនជួយរកកន្លែងពិនិត្យដែលទុកចិត្តឲ្យខ្ញុំមួយខ្ញុំមានសំណាក់ថ្នាំមួយនេះត្រូវការពិនិត្យរកសារធាតុផ្សំឲ្យបានលឿនបំផុតបើវាពិតជាមានបញ្ហានោះគោលបំណងរបស់លោកស្រីប្រធានមិនមែនគ្រាន់តែចង់ការពារសិនយូនោះទេពូតើលោកស្រីប្រធានថាដូចម្ដេចគាត់បានដឹងពីទំនាក់ទំនងរវាងខ្ញុំនិងលោកស្រីហើយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅសប្តាហ៍ក្រោយយើងត្រូវតែទម្លាក់លូឈឿនចេញពីតំណែងបើមិនដូច្នេះទេដោយសារចរិតរបស់គាត់យើងនឹងចប់មិនខានអ្វីគាត់ដឹងដោយរបៀបណាហើយយើងត្រូវទម្លាក់គាត់ដោយរបៀបណាគ្រាន់តែស្នាដៃគម្រោងធំរបស់គាត់តែក្រុមប្រឹក្សាភិបាលអាចធ្វើអ្វីគាត់បានកុំបារម្ភលោកស្រីបានរៀបចំរួចរាល់ហើយសមាជិកក្រុមប្រឹក្សាពាក់កណ្ដាលគឺជាបាក់ពួកយើងពេលនេះគ្រាន់តែរកលេសអ្វីមួយដើម្បីប្តឹងគាត់ក៏គ្រប់គ្រាន់ដែរតែគាត់គ្មានចំណុចខ្សោយអ្វីសោះតើពូចង់មានន័យថាមិត្តរួមថ្នាក់របស់លូឈឿនមិនមែនទៅតែទិញផ្ទះឲ្យគាត់ទេឲ្យគេធ្វើជាសាក់សីខ្លាញ់ថាលូឈឿនបានកឹបកេងលុយក្រុមហ៊ុនហើយថែមទាំងបោះបង់ប្រពន្ធដើមទៀតក្រុមប្រឹក្សាភិបាលឲ្យតម្លៃលើគេឈ្មោះខ្លាំងណាស់បើមានរឿងអាស្រូវបែបនេះមតិសាធារណជននិងលូឈិនមានគម្រោងធំក៏មិនអាចរក្សាបានដែរពូនិងអ្នកស្រីពិតជាមានចក្ខុវិស័យវែងឆ្ងាយមែនគ្រាន់តែមិត្តរួមថ្នាក់ម្នាក់នេះតាំងពីបែកគ្នាលើកមុនខ្ញុំមិនដែលតាក់ទងគាត់ទៀតទេតើគាត់នឹងជួយយើងមែនទេខ្ញុំបានរើអស់ហើយខ្ញុំយល់ព្រមជួយអ្នកទាំងពីរប៉ុន្តែលុយ2លានមិនអាចខ្វះ1សេនឡើយ2លានអ្នកប្លន់យកលុយបើគិតថាថ្លៃចូលរកវិធីដោះស្រាយដោយខ្លួនឯងទៅយ៉ាងណាក៏ខ្ញុំត្រូវបានលូឈិនបណ្ដេញចេញដែរអ្នកដែលគ្មានអ្វីបាត់បង់គឺមិនខ្លាចអ្វីទាំងអស់តែអ្នកទាំងពីរមិនដូចខ្ញុំទេបើគាត់បន្តស៊ើបអង្កេតអ្នកទាំងពីរនឹងត្រូវជាប់គុកទាំងអស់គ្នាសៀវស៊ូយើងធ្លាប់នៅជាមួយគ្នាយូរមកហើយសូមជួយគិតដល់ទំនាក់ទំនងយើងកន្លងមកផងទំនាក់ទំនងលីវស៊ូអ្នកមកនិយាយរឿងទំនាក់ទំនងរវាងយើងទាំងពីរតើមានចិត្តស្មោះប៉ុន្មានហើយប្រើប្រាស់គ្នាទៅវិញទៅមកប៉ុន្មានយើងទាំងពីរដឹងច្បាស់ក្នុងចិត្តរៀងខ្លួនដល់ពេលនេះហើយកុំសម្ដែងធ្វើជាស្រឡាញ់គ្នាទៀតបានលុយ2លានខ្ញុំយកព្រមប៉ុន្តែចាំទុកឲ្យច្បាស់បើធ្វើការនេះខូចអ្នកនឹងមិនបានលុយសំបី1សេនកុំបារម្ភខ្ញុំចង់ឃើញគាត់វិនិច្ឆ័យជាងអ្នកទៅទៀតលូឈិនបើអ្នកហ៊ានបោះបង់ខ្ញុំនឹងធ្វើឲ្យជីវិតអ្នកវេទនាកាន់តែខ្លាំងលោកលូលទ្ធផលចេញហើយថ្នាំដែលលោកផ្ញើមកឲ្យជាមិនមែនជាថ្នាំព្យាបាលត្រឹមវាមានផ្ទុកសារធាតុមិនស្គាល់ជាច្រើនតែវាជាអ្វីឲ្យត្រូវរងចាំ1សប្តាហ៍ទៀតទើបអាចវិភាគបានច្បាស់1សប្តាហ៍តើអាចលឿនជាងនេះទេលោកលូនេះលឿនបំផុតហើយសារធាតុវាស្មុគស្មាញណាស់ត្រូវធ្វើតេស្តម្ដងហើយម្ដងទៀតទើបអាចធានាបានលទ្ធផលត្រឹមត្រូវបាន1សប្តាហ៍ទៀតខ្ញុំចង់បានរបាយការណ៍ពេញលេញ1សប្តាហ៍ត្រូវរងចាំ1សប្តាហ៍ទើបដឹងលទ្ធផលតែអ្នកស្រីដឹងខ្លួនហើយថាខ្ញុំកំពុងស៊ើបអង្កេតគាត់ប្រកាសជាធ្វើអ្វីម្យ៉ាងហើយលោកប្រធានវិញអ្នកស្រីគ្រប់គ្រងតឹងរឹងខ្ញុំមិនអាចបញ្ជូនព័ត៌មានទៅគាត់ក្នុង1សប្តាហ៍នេះគាត់ហ៊ានធ្វើបាបលោកប្រធានទោះរកឃើញបញ្ហាក៏មិនទាន់ការដែរកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសប្តាហ៍គាត់ប្រកាសជាឆ្លៀតឱកាសបង្កបញ្ហាខ្ញុំត្រូវតែត្រៀមខ្លួនទុកជាមុនលោកលូខ្ញុំទើបតែដល់កាត់ការិយាល័យលោកតើអ្នកអ្វីខ្លះខ្ញុំគេនិយាយពីមិត្តពួកគេកំពុងពិភាក្សាចង់ឲ្យមិត្តរួមថ្នាក់ម្នាក់នោះធ្វើជាសាក់សីខ្លាញ់ថាអ្នកលួចយកលុយក្រុមហ៊ុនទៅទិញផ្ទះឲ្យនាងហើយថែមទាំងបោះបង់នាងចោលទៀតនាងទារលុយ2លានយ៉នដើម្បីបិទមាត់មានតែប៉ុណ្្នឹងទេមើលទៅពួកគេគ្រាន់តែចង់រកលេសមកលេងសាច់នឹងខ្ញុំល្អបើចង់មកក៏មកទៅប្រសិនបើពួកគេបង្កចំនួនក្នុងកិច្ចប្រជុំមែនវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោកខ្លាំងណាស់ខ្ញុំដឹងតាំងពីដើមមកហើយថាពួកគេនឹងធ្វើបែបនេះភស្តុតាងទាំងអស់គឺនៅក្នុងដៃខ្ញុំរឿងដែលខ្ញុំបោះបង់ប្រពន្ធដើមគឺជារឿងដែលគេបង្កើតឡើងដើម្បីបង្ខូចឈ្មោះខ្ញុំអ្នកដែលអាម៉ាស់គឺពួកគេខ្លួនឯងទេចុះលោកមានគម្រោងយ៉ាងណាដែរក្នុងពេលពួកគេចង់បើកឆាកក្នុងកិច្ចប្រជុំចូលឲ្យពួកគេត្រៀមខ្លួនឲ្យស្រេចទៅសប្តាហ៍ក្រោយយើងនឹងប្រជុំក្រុមប្រឹក្សាភិបាលចាំមើលថាអ្នកណាខ្លាំងជាងពីចំខាងមិត្តរួមថ្នាក់នោះរួចរាល់ហើយឬនៅលើកនេះលូឈឿនមិនអាចរួចខ្លួនទេកុំតន់អាលសប្បាយចិត្តពេកលូឈឿនមិនមែនជាមនុស្សងងទេក្រែងលោកគេមានផែនការបំរុងគេមានផែនការអ្វីទៅផ្ទះនោះគឺគេជាអ្នកទិញលុយគឺដកចេញពីកណ្ឌីគេហើយនាងក៏ជាអតីតសង្សារគេដែរអ្នកណាក៏ដឹងថាគេស្រឡាញ់នាងខ្លាំងដែរសម្ដីរបស់នាងគឺមានទម្ងន់ជាងអ្វីទាំងអស់មនុស្សពាក់កណ្ដាលនៅទីនេះសុទ្ធតែជាបាក់ពួកយើងហើយក្រុមហ៊ុនក៏ឲ្យតម្លៃលើគេឈ្មោះខ្លាំងណាស់បើមានរឿងអាស្រូវបែបនេះកើតឡើងតើអ្នកណាហ៊ានការពារគេទៀតពួកកុំបារម្ភអីតំណែងសៀវរបស់លូឈឿននឹងមិននៅបានយូរទេសង្ឃឹមថាវាដូចដែលឯងនិយាយចុះបើលើកនេះមិនជោគជ័យអ្នកដែលស្លាប់គឺពួកយើងមិនអាចទៅរួចទេគេគ្រាន់តែជាអ្នកធ្វើការឲ្យគេ
តើគេមានអ្វីមកតាំងនឹងពួកយើងលើកនេះលូឈឿនដល់ពេលចប់ហើយពិតមែនហើយចាំមើលរឿងល្អមើលទាំងអស់គ្នាលោកលូអ្នកខាងក្នុងនោះតើលោកត្រៀមខ្លួនរួចរាល់ហើយឬនៅអ្វីគ្រប់យ៉ាងបានរៀបចំរួចរាល់ហើយអ្នកដែលត្រូវមកក៏នឹងមកដល់ដែរឈៀនស៊ីចាំដល់រឿងទាំងអស់នេះបញ្ចប់សិនខ្ញុំមានរឿងចង់ប្រាប់អ្នករឿងអីទៅចូលទៅខាងក្នុងសិនទៅធ្វើជាខ្លាំងម្លេះថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឯងចេញពីក្រុមហ៊ុននេះឲ្យបានលោកលូឯងពិតជាមានអំណាចខ្លាំងណាស់ឲ្យក្រុមប្រឹក្សាភិបាលទាំងអស់រងចាំអ្នកម្នាក់នៅសល់តែ3នាទីទៀតនឹងចាប់ផ្ដើមប្រជុំហើយលីវស៊ូសំបីតែម៉ោងប្រជុំក៏អ្នកមិនដឹងដែរឬតើអ្នកមានសិទ្ធិអ្វីមកអង្គុយទីនេះខ្ញុំជាប្រធានផ្នែកធនធានមនុស្សប្រធានផ្នែកធនធានមនុស្សលីវស៊ូអ្នកត្រូវបានគេផ្អាកការងារដើម្បីស៊ើបអង្កេតហើយទោះបីជាមិនទាន់ផ្អាកក៏ដោយប្រធានផ្នែកក៏គ្មានសិទ្ធិចូលរួមប្រជុំក្រុមប្រឹក្សាភិបាលដែរលោកលូលីវស៊ូគឺជាទីប្រឹក្សាដែលខ្ញុំបានជ្រើសរើសដោយផ្ទាល់លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានអនុញ្ញាតឲ្យគាត់ចូលរួមប្រជុំនេះទេនេះជាបំណងរបស់លោកស្រីប្រធានលោកស្រីប្រធានក៏គាត់គ្មានភាគហ៊ុនក្នុងក្រុមហ៊ុនដែរតាមច្បាប់គាត់ក៏គ្មានសិទ្ធិអង្គុយទីនេះដើម្បីសម្រេចចិត្តរឿងក្រុមហ៊ុនដែរលោកលូលោកស្រីតែងតែចូលរួមប្រជុំជានិច្ចគ្រប់គ្នាក៏ធ្លាប់ឃើញហើយលីវស៊ូមកដល់ហើយឲ្យគាត់អង្គុយទៅកុំឆ្លោះគ្នារឿងតូចតាចអីមែនហើយលោកលូបន្ធូរបន្ថយខ្លះទៅលីវស៊ូនៅចាំអីទៀតសុំទោសលោកលូទៅលោកលូខ្ញុំសុំទោសខ្ញុំពិតជាមិនបានគិតឲ្យបានដិតដល់ចង់ខ្លាំងមែនទេចាំមើលបន្តិចទៀតអ្នកនឹងយំមិនចេញក្នុងនៅពេលដែលគ្រប់គ្នាមកដល់ហើយចឹងយើងចាប់ផ្ដើមតែម្ដងទៅតើគ្រប់គ្នាមានបញ្ហាអ្វីទាក់ទងនឹងការគ្រប់គ្រងក្រុមហ៊ុនទេអាចលើកឡើងបានខ្ញុំចង់ប្តឹងសៀវបច្ចុប្បន្នរបស់ក្រុមហ៊ុនលូឈិនពីបទប្រព្រឹត្តខុសសីលធម៌និងកេបកេងលុយក្រុមហ៊ុនខ្ញុំទាមទារឲ្យដកតំណែងលូឈិនជាបន្ទាន់លីវស៊ូអ្នកថាលោកលូកេបកេងលុយតើមានភស្តុតាងទេចាប់តាំងពីលោកលូទទួលគម្រោងនេះមកលទ្ធផលការងារគឺគ្រប់គ្នាបានឃើញច្បាស់មានភស្តុតាងយកមកបង្ហាញឥឡូវនេះមកខ្ញុំមានភស្តុតាងច្បាស់លាស់ហើយវាជាសាក្សីផ្ទាល់ទៀតផងនេះគឺជាសង្សាររបស់លោកលូមែនហើយលោកម្ចាស់ក្រុមប្រឹក្សាទាំងអស់គ្នាតែពួកយើងបានបែកគ្នាហើយថ្ងៃនេះខ្ញុំមកដើម្បីលាតត្រដាងមុខមាត់ពិតរបស់លូឈឿនខ្ញុំនៅជាមួយគាត់អស់8ឆ្នាំកាលនោះគាត់គ្រាន់តែជាអ្នកក្រុមម្នាក់គឺខ្ញុំទេដែលនៅក្បែរនឹងគាំទ្រគាត់រហូតមកតែពេលគាត់ឡើងជាសៀវគាត់ក៏ផ្លាស់ប្ដូរគាត់យកលុយក្រុមហ៊ុនទៅទិញផ្ទះរៀបការឲ្យខ្ញុំគាត់ថានេះជាការសន្យារបស់តែចុងក្រោយគាត់បែរជាក្បត់ខ្ញុំរឿងនេះអាចទៅរួចយ៉ាងម៉េចគឺនាងស្រីម្នាក់នេះហើយលូឈឿនបោះបង់ខ្ញុំព្រោះតែនាងពិតជាគ្មានសីលធម៌មែនកុំចេះតែចោទប្រកាន់ផ្ដេសផ្ដាសសូមគ្រប់គ្នាស្ងប់ស្ងាត់សិនលោកស្រីទូរឿងនេះវាជាការពិតមែនទេបើពិតជាកឹបកេងលុយក្រុមហ៊ុនទៅទិញផ្ទះមែននោះជារឿងធ្ងន់ធ្ងរណាស់លោកលូទាំងសាក់សីទាំងភស្តុតាងមានគ្រប់គ្រាន់លោកនៅមានអ្វីចង់បកស្រាយទៀតលោកគួរតែលាលែងពីតំណែងដោយខ្លួនឯងទៅកុំឲ្យក្រុមប្រឹក្សាភិបាលពិបាកចិត្តនិយាយចប់ហើយមែនទេដល់វេនខ្ញុំម្ដងលោកម្ចាស់ក្រុមប្រឹក្សាទាំងអស់គ្នារឿងជីវិតផ្ទាល់ខ្លួនមិនគួរយកមកពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុនទេតែក្នុងពេលដែលមានគេលើកវាមកនិយាយខ្ញុំនឹងបកស្រាយឲ្យច្បាស់នាងថាខ្ញុំក្បត់នាងមែនទេចុះកំណត់ត្រាដែលនាងទៅដេកសន្តាគារជាមួយមិត្តរួមថ្នាក់ជាង100ដងនោះចង់ឲ្យខ្ញុំបង្ហាញគ្រប់គ្នាទេខ្ញុំជាមួយមិត្តរួមថ្នាក់គឺបរិសុទ្ធណាស់ពួកយើងគ្រាន់តែជាបងប្អូននឹងគ្នាខ្ញុំនិយាយច្រើនដងហើយខ្ញុំជាមួយបងស៊ូគឺទំនាក់ទំនងបងប្អូនលូឈឿនគឺលោកដែលយកច្រឡំខ្លួនឯងហើយនៅដើរនិយាយរឿងបងប្អូននេះផ្ដេសផ្ដាសចុះដែលនាងយកលុយលោកលូទៅទិញនាឡិកាឲ្យលីវស៊ូទិញខោអាវឲ្យគាត់
នោះក៏ជាទំនាក់ទំនងបងប្អូនធម្មតាដែរឬវាជារឿងធម្មតាទេគឺពួកលោកដែលគិតអាក្រក់ខ្លួនឯងតែខ្ញុំក៏ចង់ដឹងដែរលូឈឿនពីមុនលោកគ្រាន់តែជាបុគ្គលិកតូចតាចតើលោកមានលុយច្រើនពីណាមកឲ្យគាត់ចាស់870,000 យ៉នតើអ្នកអាចបញ្យល់បានទេថាលុយនេះបានមកពីណាបើមិនមែនអ្នកកឹបកេងលុយក្រុមហ៊ុនទេតើអ្នករកលុយមកពីណាលោកលូឈឿនតើអ្នកមានអ្វីចង់បកស្រាយទៀតទេបើគ្មានលុយកុំធ្វើជាអ្នកមានមិននឹកស្មានថាអ្នកហ៊ានធ្វើរឿងថោកទាបបែបនេះទាំងអស់នេះមកពីខ្ញុំដែលបង្ខំថាបើគ្មានផ្ទះមិនរៀបការទើបធ្វើឲ្យលូឈឿនឈានដល់ផ្លូវខុសបែបនេះលូឈឿនអ្នកប្រញាប់សុំទោសក្រុមប្រឹក្សាពិបាលទៅកុំបន្តដើរលើផ្លូវខុសទៀតអីលុយនេះពិតជាលុយរបស់ខ្ញុំមែនហាហាហាអ្នកសារភាពហើយមែនទេលោកនាយកខ្ញុំយល់ថាគួរតែដេញលូឈឿនចេញពីក្រុមហ៊ុនជាបន្ទាន់ប៉ុន្តែលុយនេះមិនមែនជារបស់ខ្ញុំតែម្នាក់ឯងទេលុយទិញផ្ទះនិងលុយដែលខ្ញុំចាយវាជាមួយមិត្តភក្តិគឺខ្ញុំខ្ចីគេមកទេរាល់ការខ្ចីសុទ្ធតែមានលិខិតបញ្ជាក់ពូទី3ខ្ញុំចង់ខ្ចីលុយបន្តិចសម្រាប់ទិញផ្ទះខ្ចីតែ100,000 បានហើយទិញផ្ទះឲ្យមិត្តស្រីអ្នកនឹងឬខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយនាងមិនមែនជាមនុស្សចេះសន្សំសំចៃទេគ្មានលុយឲ្យទេពូធំខ្ញុំកំពុងតែត្រូវការលុយបន្ទាន់មើលមិត្តស្រីអ្នកចុះនាងចាយលុយអ្នកអស់ប៉ុន្មានហើយស្ដាប់ពូទៅបែកគ្នាឲ្យឆាប់ទៅលិខិតខ្ចីលុយទាំងអស់នេះមានបញ្ជាក់ច្បាស់លាស់ណាស់ទិន្នន័យនិងរបាយការណ៍កណេឲ្យគម្រោងធានឈុងទាំងអស់គឺនៅទីនេះគម្រោងធានឈុងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះរាល់កាក់រាល់សេនគឺចំណាយចំគោលដៅទាំងអស់ថាតើខ្ញុំបានរបាយការណ៍គឺច្បាស់លាស់ណាស់ពិតជាការចំណាយចេញពីកណីផ្ទាល់ខ្លួនមែនទិន្នន័យគម្រោងដែលលោកលូធ្វើកន្លងមកគឺចំណេញជាងថវិកាក្រុមហ៊ុនដល់ទៅ30លោកលូពិតជាមានសមត្ថភាពរកលុយមែនចំណែកផ្ទះរៀបការនោះលុយកក់និងលុយបងរំលោះគឺខ្ញុំជាអ្នកចេញម្នាក់ឯងទាំងអស់ក្នុងពេលដែលយើងមិនបានរៀបការជាមួយគ្នាខ្ញុំអាចទាមទារយកមកវិញពេលណាដែលខ្ញុំចង់ហេតុអ្វីផ្ទះនោះជារបស់ខ្ញុំបណ្ណកម្មសិទ្ធិផ្ទះគឺឈ្មោះអ្នកមែនតែលុយគឺខ្ញុំជាអ្នកចេញតាមផ្លូវច្បាប់នេះគេហៅថាចំនួនទ្រព្យសម្បត្តិមុនរៀបការបើអ្នកចង់ប្តឹងផ្តល់ខ្ញុំក៏មិនខ្លាចដែរលោកឡូឆេនហេតុអ្វីអ្នកគិតគូរជាមួយខ្ញុំច្បាស់លាស់ម្ល៉េះស្រឡាញ់គ្នា8ឆ្នាំអ្នកគិតតែពីកញ្ញាជាមួយខ្ញុំរាប់ឲ្យដឹងចុះផ្ទះនេះខ្ញុំយកហើយវាជាសំណងសម្រាប់ពេលវេលា8ឆ្នាំរបស់ខ្ញុំមិនឲ្យលុយអ្នកសំបីតែមួយកាក់កញ្ញាតង់យោងតាមច្បាប់រដ្ឋប្រវេណីប្រសិនបើភីគីមខាងទិញផ្ទះមុនពេលរៀបការហើយដាក់ឈ្មោះភីគីមខាងទៀតបើគ្មានការបញ្ជាក់ថាជាការផ្ដល់ឲ្យដោយស្ម័គ្រចិត្តទេនោះភីគីម្ចាស់លុយមានសិទ្ធិទាមទារយកមកវិញបើអ្នកមិនព្រមសងយើងជួបគ្នានៅតុលាការមិនអាចសងបានទេគ្រួសារយើងកំពុងជំពាក់បំណុលគេយកលុយឯណាសងកូនទៅនិយាយល្អជាមួយលូឆេនទៅគាត់ស្រឡាញ់កូនជាងគេកូននិយាយអង្វរគាត់ទៅលូឆេនកុំទាមទារផ្ទះនោះទៀតអីបានទេខ្ញុំនឹងមិនរករឿងអ្នកទៀតទេគឺគេដែលប្រើឲ្យខ្ញុំធ្វើគេថាបើខ្ញុំធ្វើឯកសារខ្លាំងៗគេនឹងឲ្យលុយខ្ញុំ2លានសិនយូក៏ដឹងដែរថាពួកគេទាំងពីររួមដៃគ្នាបោកប្រាស់អ្នកអ្វីដែលខ្ញុំដឹងខ្ញុំប្រាប់អ្នកអស់ហើយសូមមេត្តាដោះលែងខ្ញុំទៅអញឈួតមែនទេអញជាអ្នកមករកពួកយើងសោះវាពាក់ព័ន្ធអ្វីនឹងខ្ញុំឈួតមែនទេពេលដែលពួកអ្នកសន្យាឲ្យលុយ2លានខ្ញុំហេតុអ្វីមិនថាខ្ញុំឈួតឥឡូវចង់ដោះដៃគឺមិនអាចទេគ្រប់គ្នាបានរហើយមែនទេការខុបខិតជាមួយសិនយូបង្កាច់បង្ខូចថ្នាក់លើនឹងខ្លាញ់បន្លំផុសតាងតាមច្បាប់ក្រុមហ៊ុនត្រូវតែបណ្ដេញចេញភ្លាមលូឆេនអ្នកគ្មានសិទ្ធិបណ្ដេញខ្ញុំទេខ្ញុំជាអ្នកគ្រប់គ្រងរាល់កិច្ចការក្នុងក្រុមហ៊ុនអំណាចខ្ញុំធំជាងអ្នកសន្តិសុខអូវាចេញទៅពួកអ្នកធ្វើស្អីហ្នឹងលោកឡូពិតជាមានអំណាចខ្លាំងណាស់ឈប់ដៃភ្លាមលោកឡូពិតជាមានអំណាចខ្លាំងណាស់ឈប់ភ្លាមទៅលោកលូឈឿនអ្នកចប់ហើយលោកលូឈឿនអ្នកគ្រាន់តែជាសៀវថ្មីថ្មងចង់បណ្ដេញអ្នកណាចេញក៏បណ្ដេញតាមចិត្តធ្លាប់សួរយោបល់ខ្ញុំដែរឬទេលោកស្រីសិនយុនហ៊ឺបានខុបខិតជាមួយថ្នាក់លើដើម្បីបង្កើតអំណាចខ្លាំងៗផុសតាងមានគ្រប់គ្រាន់ហើយតាមច្បាប់ក្រុមហ៊ុនខ្ញុំមានសិទ្ធិធ្វើបែបនេះអ្នកមានសិទ្ធិអ្វីអ្នកគិតថាប្រធានក្រុមប្រឹក្សាឲ្យអ្នកអង្គុយកៅអីនេះហើយអ្នកពិតជាគិតថាខ្លួនឯងជាម្ចាស់ក្រុមហ៊ុនមែនទេឥឡូវប្រធានក្រុមប្រឹក្សាកំពុងឈឺធ្ងន់ខ្ញុំជាអ្នកស្នងមរកលំដាប់ទី1រឿងក្នុងក្រុមហ៊ុននេះគឺខ្ញុំជាអ្នកសម្រេច
សិទ្ធិសម្រេចលើភាពហ៊ុនគឺស្ថិតក្នុងដៃខ្ញុំអ្នកគ្រាន់តែជាអ្នកស៊ីឈ្នួលគេមានសិទ្ធិអ្វីមកចង្អុលមុខខ្ញុំទេលូឈឿនឆាប់ចេញទៅទុកកន្លែងឲ្យលោកស្រីអង្គុយកុំចេះតែធ្វើខ្លួនធំពេកឯនាងស្រីក្បត់ម្នាក់នេះទៀតបដូរចិត្តលឿនណាស់ណាលោកស្រីឥឡូវមនុស្សក្នុងក្រុមហ៊ុននេះសុទ្ធតែជាមនុស្សរបស់ខ្ញុំបើចេះគិតគូរតែដើរចេញទៅដោយខ្លួនឯងកុំឲ្យពួកយើងប្រើកម្លាំងបាយឲ្យសោះចាប់ពីថ្ងៃនេះទៅលូឈឿនមិនមែនជាសៀវរបស់ក្រុមហ៊ុនទៀតទេសន្តិសុខបណ្ដេញលូឈឿនចេញទៅលោកស្រីមើលរបាយការណ៍នេះសិនទៅសឹមនិយាយបន្តថាតើអ្នកពិតជាមានសិទ្ធិស្នងរកមែនឬអត់របាយការណ៍អ្វីលូឈឿនកុំមកធ្វើជាល្បិចកអីរបាយការណ៍នេះគឺការវិភាគសម្ភារថ្នាំដែលប្រធានក្រុមប្រឹក្សាប្រើប្រាស់រាល់ថ្ងៃលោកស្រីទីមើលថាមានអ្វីនៅក្នុងនោះអ្នកលួចថ្នាំខ្ញុំលួចអ្នកដែលលួចមិនមែនជាខ្ញុំទេលោកស្រីបើថ្នាំនេះមានបញ្ហានោះវាគឺជាភស្តុតាងតើអ្នកជាអ្នកស្នងមរតកឬជាឃាតករគឺអាស្រ័យលើរបាយការណ៍នេះឯងលូឈឿនអ្នកគិតថាត្រឹមរបាយការណ៍មួយសន្លឹកអាចបន្លាចខ្ញុំបានមែនទេមើលជុំវិញខ្លួនទៅតើមានអ្នកណាជាមនុស្សរបស់អ្នកក្រុមប្រឹក្សាភិបាលសុទ្ធតែជាមនុស្សរបស់ក្រុមហ៊ុនទាំងមូលគឺជារបស់ខ្ញុំអ្នកគ្រាន់តែជាអ្នកស៊ីឈ្នួលតើមានអ្វីមកតាំងជាមួយខ្ញុំទោះបីជាខ្ញុំដណ្ដើមរបាយការណ៍នេះបានតើអ្នកគិតថាអ្នកនៅតែអាចគំរាមខ្ញុំបានទៀតមែនទេលោកលូឈឿនប្រកល់របាយការណ៍នោះមកដោយល្អកុំរឹងតឹងឲ្យសោះបើមិនដូច្នោះទេមានតែផ្លូវស្លាប់ម្យ៉ាងទៀតតាចាស់នោះក៏ជឿធ្ងន់ចិត្តស្លាប់ទៅហើយគ្មានអ្នកណាអាចរារាំងខ្ញុំបានឡើយក្រុមហ៊ុននេះនឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់សន្តិសុខចាប់វាបោះចេញទៅអ្នកណាថាក្រុមហ៊ុននេះជារបស់អ្នកមកទីនេះបានយ៉ាងម៉េចខ្ញុំអ្នកថាខ្ញុំយ៉ាងម៉េចអ្នកដាក់ថ្នាំខ្ញុំរាល់ថ្ងៃរងចាំឲ្យខ្ញុំឈឺស្លាប់ដើម្បីឲ្យអ្នកបានគ្រប់គ្រងក្រុមហ៊ុននេះដោយស្របច្បាប់ប៉ុន្មានឆ្នាំមកនេះខ្ញុំពិតជាមើលមិនឃើញពីចិត្តអាក្រក់របស់អ្នកសោះតែខ្ញុំនៅរស់ដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែស៊ីវលូលោកម្ចាស់ថ្នាំដែលលោកស្រីឲ្យកុំទាន់ឲ្យឆាន់អីចាប់តាំងពីថ្ងៃនោះមកថ្នាំគ្រប់គ្រាប់ដែលអ្នកឲ្យខ្ញុំសុទ្ធតែឲ្យគេយកទៅទុកទាំងអស់អ្នកស្មានថាខ្ញុំឆន់វាតាមពិតខ្ញុំមិនបានប៉ះសំបីតែមួយគ្រាប់បងនិយាយអីហ្នឹងអូនស្ដាប់មិនយល់ទេបងកុំជឿសំដីគេអីគេគ្រាន់តែចង់បំបែកបំបាក់យើងពីរនាក់ប៉ុណ្ណោះបងក៏ដឹងដែរថាអូនមើលថែបងប៉ុន្មានឆ្នាំមកនេះតើអូនអាចធ្វើរឿងបែបនេះដាក់បងបានយ៉ាងម៉េចខ្ញុំមិនចង់ស្ដាប់អ្នកនិយាយទេខ្ញុំមើលតែលទ្ធផលប៉ុណ្ណោះស៊ីវលូយកអបាយការណ៍មកឲ្យខ្ញុំនាងស្រីក្បត់បងអូនខុសហើយអូនខុសមែនហើយព្រោះតែអូនឯកាពេកបងរវល់តែរឿងក្រុមហ៊ុនរាល់ថ្ងៃអូននៅផ្ទះម្នាក់ឯងវាឯកាណាដូច្នេះហើយទើបអ្នកចង់សម្លាប់ខ្ញុំអ្នកដឹងទេថាបើខ្ញុំឆាន់ថ្នាំទាំងនោះចូលទៅខ្ញុំមិនអាចរស់បានលើសពី3ថ្ងៃមិនមែនទេអូនគ្រាន់តែចង់ឲ្យបងនៅក្បែរអូនខ្លះអូនមិនបានចង់ឲ្យបងស្លាប់ទេស្រីដែលក្បត់ប្តីសុទ្ធតែមានលេសដូចគ្នាតែងតែថាខ្លួនឯងមិនខុសសុទ្ធតែអ្នកដទៃជាអ្នកបង្ខំលែងលេសគ្នាទៅចាប់ពីថ្ងៃនេះទៅអ្នកលែងជាប្រពន្ធខ្ញុំហើយក៏គ្មានភាគហ៊ុនអ្វីដែរទ្រព្យសម្បត្តិមួយសេនក៏អ្នកកុំសង្ឃឹមថានឹងបានខ្ញុំនឹងនាំកូនទៅជាមួយខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានធ្វើអ្វីខ្លះក្នុងពេលដែលខ្ញុំឈឺតែខ្ញុំមិនចង់ប្រកាន់ទោសអូដំណើរទៀតទេប៉ុន្តែអ្នកណាដែលស្មោះត្រង់នឹងខ្ញុំនឹងមិនឲ្យខាត់បងឡើយភាគហ៊ុន10ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាសូមផ្ទេរទៅឲ្យលោកលូឈឿនហើយចាប់ពីពេលនេះទៅលោកលូឈឿននឹងឡើងកាន់តំណែងជាប្រធានប្រតិបត្តិនិងជានាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងរាល់កិច្ចការទាំងអស់របស់ក្រុមហ៊ុនសូមអបអរសាទរលោកលូចំណែកឯអ្នកវិញលោកប្រធានខ្ញុំខុសទៅហើយអ្នកគឺជាភរិយាគឺគេទេដែលបង្ខំខ្ញុំមិនពាក់ព័ន្ធទេសូមមេត្តាឃើញដល់ខ្ញុំធ្វើការឲ្យលោកយូរឆ្នាំសូមលើកលែងទោសឲ្យខ្ញុំផងលូឈឿន
ពួកគេគួរដោះស្រាយយ៉ាងណាអ្នកជាអ្នកសម្រេចចុះលោកលូខ្ញុំខុសទៅហើយសូមលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតឲ្យតែលោកព្រមលើកលែងឲ្យខ្ញុំសុខចិត្តធ្វើជាកូនឈ្នួលឲ្យលោកលូខ្ញុំធ្វើការឲ្យលោកយូរឆ្នាំមកហើយខ្ញុំក៏ត្រូវក្មួយប្រុសខ្ញុំបោកបញ្ឆោតដែរសូមលោកមេត្តាអនុគ្រោះផងអាចារ្យក្បាលខូចឯងចង់ឲ្យខ្ញុំរងជំនួសឬលោកលូគឺវីទេដែលបង្ខំឲ្យខ្ញុំធ្វើព័ត៌មានទាំងអស់វាជាអ្នកយកទៅខ្ញុំគ្រាន់តែជាអ្នករងគ្រោះទេហាឃើញពួកឯងខំគ្នាដូចឆ្កែបែបនេះពិតជាគួរឲ្យខ្ពើមណាស់បញ្ជូនរឿងពុករលួយនេះទៅផ្នែកច្បាប់ដកហូតតំណែងនិងបិទផ្លូវរកស៊ីទាមទារទ្រព្យសម្បត្តិដែលពុករលួយមកវិញទាំងអស់លូឈឿនលោកធ្វើបែបនេះមិនបានទេលោកកំពុងសម្លាប់ខ្ញុំហើយពេលដែលអញស៊ីសំណូកអញបានដណ្ដើមឱកាសអ្នកដទៃអញធ្លាប់គិតពីជីវិតគេទេយកវាទៅលូឈឿនខ្ញុំខុសហើយខ្ញុំពិតជាដឹងខ្លួនថាខុសមែនឃើញដល់ទំនាក់ទំនងយើង8ឆ្នាំមកលើកលែងទោសឲ្យខ្ញុំម្ដងទៀតបានទេក្រោយមកខ្ញុំនឹងស្ដាប់បង្គាប់អ្នកគ្រប់យ៉ាងសុំទោសខ្ញុំមិនទទួលយកការសុំទោសរបស់អ្នកទេហេតុអ្វីខ្ញុំក៏បានសុំទោសហើយតើអ្នកមិនមែនស្រឡាញ់ខ្ញុំខ្លាំងណាស់ទេអ្នកធ្លាប់អត់អន់ឲ្យខ្ញុំប៉ុន្មានដងមកហើយហេតុអ្វីលើកនេះមិនអាចលើកលែងឲ្យខ្ញុំព្រោះតាំងពីដើមរហូតដល់ចប់អ្នកមិនដែលគិតថាខ្លួនឯងខុសសំបីតែបន្តិចអ្នកគ្រាន់តែខ្លាចខ្ញុំយកផ្ទះត្រឡប់ខ្លាចខ្លួនឯងគ្មានអ្វីសល់ហើយពេលនេះទើបខ្ញុំយល់ច្បាស់ថាអ្វីដែលខ្ញុំពិតជាចង់បានគឺអ្វីចំណែកឯអ្នកអ្វីដែលខ្ញុំធ្លាប់ឲ្យអ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងយកត្រឡប់មកវិញទាំងអស់មិនឲ្យសល់អ្វីឡើយលូឈឿនអ្នកពិតជាចិត្តដាច់ណាស់អ្នកពិតជាចិត្តដាច់ខ្លាំងណាស់សូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួម3 ខែមុនខ្ញុំធ្លាប់សន្យាថានឹងបង្កើនប្រាក់ចំណូលគម្រោងទ្វេដងថ្ងៃនេះខ្ញុំអាចប្រកាសបានថាគម្រោងនេះសម្រេចបានប្រាក់ចំណូលលើសគោលដៅ30លោកលូយល់ថាគម្រោងធ្លាប់ជួបបញ្ហាផ្ទៃក្នុងតើលោកដឹកនាំក្រុមឆ្លងកាត់វាដោយរបៀបណាគឺដោយសារការតស៊ូរបស់ក្រុមហើយក៏ដោយសារមនុស្សម្នាក់នេះដែរពេលគម្រោងលំបាកបំផុតគឺគាត់ដែលជួយដោះស្រាយពេលខ្ញុំត្រូវបានគេមួយបង្កាច់គឺគាត់ដែលរកភស្តុតាងដើម្បីជំរះភាពស្អាតស្អំឲ្យខ្ញុំហើយក៏ជាគាត់ដែលនៅក្បែរខ្ញុំ8ឆ្នាំមកនេះមិនថាខ្ញុំជួបទុក្ខឬសុខគាត់មិនដែលចាក់ចោលខ្ញុំឡើយលូឈឿនឈៀន8ឆ្នាំមុនថ្ងៃដំបូងដែលខ្ញុំចូលធ្វើការអ្នកបានយកទឹកក្តៅវណ្ហើយខ្ញុំដើម្បីលួងលោមពេលខ្ញុំបរាជ័យការងារ3ឆ្នាំមុនក្នុងកម្មវិធីជប់លៀងអ្នកបានជួយផឹកជំនួសខ្ញុំគ្រប់យ៉ាងខ្ញុំពិតជាអាណិតទឹកចិត្តអ្នកណាស់ខ្ញុំចំណាយពេល8ឆ្នាំទើបមើលឃើញពីចិត្តស្មោះធ្វើឲ្យបាត់បង់ឱកាសល្អក្នុងការតបស្នងអ្នកពេលនេះក្នុងនាមជាលូឈឹងខ្ញុំសូមអ្នករៀបការឈៀនតើអ្នកព្រមធ្វើជាដៃគូជីវិតរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំអស់មួយជីវិតដែរឬទេខ្ញុំព្រមលូឈឹងខ្ញុំរងចាំថ្ងៃនេះអស់រយៈពេល8ឆ្នាំមកហើយវ៉ា